ជនរងគ្រោះជាស្ត្រីឈ្មោះ Jo Eun. រឿងត្រូវបានបិទដោយមិនមានបទចោទមួយខែក្រោយគាត់បានធ្វើអត្តឃាតនោះគឺជាម្ដាយរបស់ខ្ញុំឈប់និយាយមនុស្សដែលទទួលរងការខូចខាតដោយពួកអ្នកត្រូវរស់នៅក្នុងនរកអ្នកធ្លាប់ស្រមៃអំពីរឿងនោះខ្លះទេចេញពីផ្ទះខ្ញុំបងប្រុសកុំព្រះឲ្យត្រជាក់ណាស់ខ្ញុំពិតជាមិនដែលចាំអ្វីទាំងអស់តើធ្វើម្ដេចអ្នកភ្លេចបានចុះធ្វើម្ដេចអ្នកអាចភ្លេចរឿងនោះបានបងប្រុសកុំធ្វើរឿងដែលអ្នកនឹងក្រៀមចិត្តទម្លាក់កាំភ្លើងចោលគ្មានកន្លែងណាឲ្យទៅទៀតហើយម្ដាយរបស់ខ្ញុំគឺប្រសើរជាងពួកអ្នកដូចអ្នករាល់គ្នា100នាក់200នាក់ច្រើនជាងនោះទៅទៀតកុំធ្វើបងស្រីកុំឈប់កូនស្ថិតនៅក្នុងនោះសុំតែកូនសុំទោសគោយ៉ាងការដែលយើងស្រឡាញ់គ្នាមិនមែនជាបាបទេល្អហើយឥឡូវគ្រប់គ្រាន់ហើយឥឡូវគ្រប់អ្វីល្អហើយអីអូហេតុអ្វីវាមិនដំណើរការហូយ៉ងត្រឡប់ទៅអាមេរិកវិញទៅបើជាលោកតាគាត់នឹងធ្វើបែបណាឆ្អឹងពេញខ្លួនរបស់គេបាក់អស់ហើយត្រូវបានទុកចោលអស់30នាទីគេឈឺចាប់ប៉ុណ្ណាទៅហេតុអ្វីនៅស្ងៀមបែបនេះអាមនុស្សដែលធ្វើឲ្យសាងជនរបស់យើងទៅជាបែបនោះត្រូវចាប់វាមកឲ្យវាឈឺដូចគ្នាវិញអាមនុស្សនោះត្រូវចាប់វាមកសងគ្នាវិញដូចគ្នាកូនខ្ញុំស្លាប់ដោយសារអ្នកយ៉ាងហោចណាស់អ្នកក៏ត្រូវទទួលខុសត្រូវដែរម៉ូតូនោះអ្នកជាអ្នកឲ្យគេមែនទេខ្ញុំសោកសៅពេករហូតគ្មានកម្លាំងសូម្បីតែខឹងបន្ទាប់មកកាំងហូបានទទួលការតាក់ទងពីប៉ូលីសជននោះឈ្មោះលីសាំងថេកជាមនុស្សដែលរស់នៅចាំងប៊ុំដុងហើយជាសមាជិកនៃអង្គការគូប្រជែងប៊ូឌូផាខាងឆ្វេងគម្របចង្គៀងមុខត្រូវបានបដូរថ្មីលោកអាចមើលឃើញបានប្រកាសណាស់ថាលីសាំងថេកជាជនល្មើសលោកប្រធានខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីរកសាំងថេកឲ្យឃើញឆាប់បំផុតព័ត៌មានទាំងអស់អំពីសាំងថេកខ្ញុំចង់ឃើញវានៅព្រឹកស្អែកនៅមានចំណុចខ្លះដែលប៉ូលីសមិនទាន់រកឃើញមនុស្សបែបនោះជាអ្នកសម្លាប់សាំងជនរបស់យើងមនុស្សថោកទាបបែបនោះតម្លៃជីវិតខុសគ្នាដាច់ស្រឡះតើមនុស្សថោកទាបបែបនោះបន្ទាប់មកគេបានហៅមីយ៉ុនមេក្រុមប៊ូឌូផាមកជួបខ្ញុំនិយាយតែបន្តិចទេឈោស្ដាប់ទៅលីសាំងថេកជាមនុស្សរបស់ខាងអ្នកមែនទេសាំងថេកមិនមែនជាមនុស្សដែលយើងតាក់ទងទេការស្លាប់របស់កូនខ្ញុំមិនគិតថាជាឃាតកម្មដែលរៀបចំទុកជាមុនទេព្រោះខាងលោកโจគ្មានហេតុផលអ្វីត្រូវមកបង្កហេតុជាមួយយើងទេអ្វីដែលយើងអាចជួយបានយើងនឹងជួយឲ្យអស់លទ្ធភាពប៉ុន្តែគេបានដឹងការពិតមួយដែលសំបីតែមីយ៉ុនក៏មិនដឹងមានទូរស័ព្ទមកពីខាងនោះឲ្យដោះស្រាយរថយន្តមួយគ្រឿងវាជារថយន្តដែលបង្កគ្រោះថ្នាក់មិនអាចទេហើយពួកគេក៏ដឹងម្ចាស់រថយន្តនោះដែរមើលតែបន្តិចក៏ដឹងថាជារឿងបែបណាហើយនេះមានន័យថាម៉េចវាសមហេតុផលដែរឬទេប្រាប់មកថាមានរឿងអ្វីកើតឡើងផានហូបានសារភាពថាគាត់ជាអ្នកបង្កគ្រោះថ្នាក់នោះភាគីម្ខាងទៀតគឺប្រធានគីមកាំងវុនខាងប្រធានគីមកាំងវុនកំពុងតាមរកលីសាំងថេកយ៉ាងខ្លាំងមិនមែនតែអ្នកទេសូម្បីតែខ្ញុំក៏គ្រោះថ្នាក់ដែរលោកលីខ្ញុំធ្លាប់ពើពីរឿងនេះមានវិធីដោះស្រាយមួយទោះត្រូវយកជីវិតខ្ញុំទៅភ្នាល់ក៏ដោយមានរឿងអ្វីដែលខ្ញុំមិនហ៊ានធ្វើទៀតយើងត្រូវបញ្ជូនលីសាំងថេកទៅអាស៊ីអាគ្នេយ៍កុំឲ្យគេចាប់បានសូមផងលីសាំងថេកធ្លាប់ជាជនរងគ្រោះក្នុងសំណុំរឿងមួយដែលគាត់ធ្លាប់កាត់ក្តីហើយម្ដាយរបស់ជនរងគ្រោះក៏មកខ្ញុំយករបស់ដែលនៅលើតុបងប្រុសមកឲ្យហើយអរគុណណាស់ម៉ាក់
ឈុងអាកូនមិនយំសោះថ្ងៃនេះម៉ាក់នឹងទិញមាន់បំពងដែលកូនចូលចិត្តមកញ៉ាំណាគាត់ពិតជាចៃក្រមល្អមែនអូនេះជាអ្វីម្ដាយរបស់សាងថេករងរបួសរលាកធ្ងន់ធ្ងរហើយបានស្លាប់នៅកន្លែងកើតហេតុតែម្ដងកុំអីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអូវុនត្រូវបានកោះប្រជុំតើអ្នកចង់ប្រកាសសង្គ្រាមជាមួយពួកនោះឬការបង្ហាញអំណាចឲ្យច្បាស់គឺជាស្ទីលរបស់អូវុនតាំងពីដើមមកអូវុនលែងជាក្រុមឧក្រិដ្ឋជនទៀតហើយពេលស្ថានភាពស្មុគស្មាញនិងពិបាកអ្នកដែលអាចដោះស្រាយបញ្ហាបានគួរតែធ្វើការតែម្នាក់ឯងទើបជាវិធីល្អបំផុតខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្ដោតលើការងាររបស់ក្រុមហ៊ុនសូមរងចាំបន្តិចមានទូរស័ព្ទចូលមកពីអូវុនជាគ្រួសារជនរងគ្រោះតើមានរឿងអ្វីកើតឡើងលីសាំងថេកផ្ទះដែលគេរស់នៅបានឆេះហើយម្ដាយចាស់ចារានិងកូនស្រីតូចរបស់គេបានស្លាប់មានការផ្ទុះកើតឡើងវាជាស្នាដៃរបស់គីមកាំងវុនព័ត៌មាននឹងផ្សាយថាជាគ្រោះថ្នាក់ផ្ទុះហ្គាសពេលលីសាំងថេកដឹងថាម្ដាយនិងកូនស្រីស្លាប់បាត់ហើយគេនឹងមិនអាចទ្រាំនៅស្ងៀមបានទេអ្វីដែលគីមកាំងវុនចង់បានមិនមែនជាការសងសឹកទេមីគីបាត់មេម៉ាយអ្វីត្រូវបានដោះស្រាយហើយករណីផ្ទុះនោះជាបទបញ្ជាពីភរិយារបស់កាំងវុនខ្ញុំដឹងគ្រប់យ៉ាងហើយខ្ញុំមើលថាខាងវូឌូផាមានមនុស្សដែលចេះដោះស្រាយរឿងកខ្វក់ណែនាំម្នាក់ឲ្យខ្ញុំម្នាក់ដែលស្ដាប់បង្គាប់បំផុតខ្ញុំនឹងរក្សាការសម្ងាត់អ្នកដឹងថាខ្ញុំនៅទីនេះដោយរបៀបណាលោកប្រធានកំពុងរកអ្នកពួកគេទៅរកអ៊ីហ្វានៃប៊ូឌូផាបើគេដឹងថាផ្ទះគេត្រូវភ្លើងឆេះអស់មិនដឹងថាគេនឹងធ្វើអ្វីទេឥឡូវលីសាំងថេកគ្មានអ្នកណាដឹងថានៅណាទេបង្កគ្រោះថ្នាក់ហើយយកឡានទៅលាក់តើអ្នកគិតថាអាចលុបបំបាត់រឿងនេះបានមែនទេបើគីមកាំងវុនដឹងថាយើងបានបន្លំសំណុំរឿងមិនត្រឹមតែពួកយើងនៅទីនេះទេសូម្បីតែសមាជិកអង្គការទាំងអស់ក៏ត្រូវសម្លាប់ដែរឥឡូវនេះមិនមែនពេលរកថាអ្នកណាខុសទេតែត្រូវគិតថាតើត្រូវដោះស្រាយរឿងនេះយ៉ាងម៉េចនាងបានបញ្ចុះបញ្ចូលប៊ូឌូផាបានហើយសុងផាន់ហូជាបេក្ខភាពរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបើកាន់ចំណុចខ្សោយរបស់សុងផាន់ហូបានតើអាចធ្វើអ្វីខ្លះបានអ្នកត្រូវគោរពពាក្យសន្យារបស់អ្នកមានរឿងអ្វីហេតុអ្វីធ្វើបែបនេះអ្នកនេះមិនមែនជារឿងដែលអ្នកត្រូវចូលលូកលាន់ទេជនដែលសម្លាប់សុងអ៊ីនខ្ញុំនឹងរកវាដោយខ្លួនឯងត្រឡប់ទៅអាមេរិកវិញកូនប្រុសរបស់សាំងថេកបានទៅរកប៊ូឌូផារងចាំនៅទីនេះសិនសាំងថេកបានដឹងហើយថាផ្ទះរបស់គេត្រូវភ្លើងឆេះអស់នេះជាវីដេអូដែលប្រជាជនផ្ញើមកឲ្យយើងពីកន្លែងកើតហេតុសូម្បីតែឪពុករបស់បងក៏គួរឲ្យខ្លាចដែរកូនស្រីពៅរបស់កាំងវុនគីមអ៊ុនកាន់តែជិតស្និទ្ធជាមួយហូយ៉ុងខ្ញុំមើលថាអ្នកជួយដោះស្រាយរឿងខ្មៅខ្លះអូលោកជាកូនប្រុសច្បងសោះយើងត្រូវចាប់លីសាំងថេកឲ្យបានលីសាំងថេកមិនមែនជាជនល្មើសទេសំឡេងដកដង្ហើមនេះជាសំឡេងរបស់អ្នកជំងឺហឺតនៅក្បែរកន្លែងកើតហេតុខ្ញុំនឹងចាប់ផ្ដើមស្វែងរកពីហាងជួសជុលឡានព្រើស័ក្តិសមនឹងអ្នកណាស់អ្នកស្អាតខ្លាំងណាស់ទិន្នន័យកាមេរ៉ាសុវត្ថិភាពបានបាត់ហើយនៅព្រឹកថ្ងៃទី9មានមនុស្សម្នាក់មកសុំមើលវីដេអូបុរសនោះសក់របស់គាត់មើលទៅអាយុជាង52ឆ្នាំអ្នកថាឡាននោះមិនមែនជាឡានលួចទេមែនខ្ញុំកំពុងតាមដានរឿងនេះតើម្ចាស់ឡានជាអ្នកណាលោកយាយនិងឈុងអាក៏នៅក្នុងឡានដែរនៅថ្ងៃនោះទោះមិនដឹងថាជានរណាធ្វើក៏ដោយខ្ញុំនឹងសងសឹកឲ្យបានហេអាឈួតអាកំណាចលោកប្រធានខ្ញុំអយុធធនណាស់ខ្ញុំមិនព្រមបញ្ចប់រឿងនេះត្រឹមនឹងទេបើនិយាយពីការចរចាវិញខ្ញុំហាក់ដូចជាមានប្រៀបជាងមែនទេចុះកូនប្រុសរបស់អ្នកវិញធ្វើតាមចិត្តអ្នកទៅកូនប្រុសនោះនៅសល់តែទៅជួបប្រធានគីមកាំងវុនភ្លាមប៉ុណ្ណោះ
ប្រហែលល្ងាចស្អែកគេទំនងជានឹងទៅជួបលីសាំងថេកហើយនៅមានរឿងមួយទៀតដែលត្រូវធ្វើកាំភ្លើងសុំជាចៅក្រមដែលគេគោរពមែនសូម្បីតែជីវិតរស់នៅក៏ខុសពីគេដែរដោយសារតែអ្នកខ្ញុំបានបាត់បង់ម្ដាយតែម្នាក់គត់និងកូនស្រីជាទីស្រឡាញ់របស់ខ្ញុំដាក់ចូលកណ្ណេខ្ញុំថ្លៃបាបកម្មដែលអ្នកជំពាក់សាំងថេកទុកលេខកណ្ណេហើយក៏ចាក់ចេញទៅចំណុចដែលការផ្ទុះចាប់ផ្ដើមគឺត្រង់នេះឧបករណ៍ចែកចាយភ្លើងវាផ្ទុះដោយរបៀបណាគ្រាន់តែដាក់ខ្សែចូលទៅក្នុងរន្ធនេះពេលបើកកុងតាក់ភ្លាមប៊ូមពួកគេក៏រកឃើញដល់ម្ដាយក្មេករបស់ផាន់ហូដែលជាម្ចាស់រថយន្តនៅក្នុងបញ្ជីសាច់ញាតិមានឈ្មោះជូអ៊ុនហេជាកូនស្រីប៉ុន្តែនាងបានស្លាប់កាលពី2ឆ្នាំមុនប្តីរបស់នាងគឺចៅក្រមសុងផាន់ហូចៅក្រមសុងផាន់ហូអ្នកស៊ើបអង្កេតចាងឆេរីមមកជួបហើយលទ្ធផលបង្ហាញថាវាជាការផ្ទុះដោយចេតនាតើលោកដឹងអ្វីខ្លះទេខ្ញុំដឹងបានយ៉ាងម៉េចប៉ូលីសកំពុងស្វែងរកកូនប្រុសរបស់សាំងថេកគឺឈុងកាងគេងហើយឬញ៉ាំនេះទៅហើយរងចាំដំណឹងពីឪពុកឯងឥឡូវនេះនៅបន្ទប់ខារ៉ាអូខេមានចុងយ៉ុងនិងលីឈុនកាងទាំងពីរនាក់យប់នេះពួកគេទំនងជានឹងជួបលីសាំងថេកមានរឿងអីតាំងពីព្រឹកម្ល៉េះខ្ញុំចង់ឲ្យអ្នកយកទៅប្រាប់សាំងថេកឲ្យគេផ្ទេរប្រាក់នេះទៅកណ្នីនេះគឺមនុស្សនេះមែនទេបាត់មែនហើយខ្ញុំប្រកាសណាស់គេមានទំនាក់ទំនងជាមួយក្មេងស្រីវ័យក្មេងម្នាក់ហើយមានគេនិយាយថាចង្គៀងមុខខាងឆ្វេងរបស់រថយន្តត្រូវបានបដូរជិតផ្ទះរបស់សុងផាន់ហូមានទីធ្លារថយន្តចាស់ប្រហែលជាគេទៅរកពីទីនោះបានលុយហើយឬនៅតែខ្ញុំជឿពួកអ្នកបានដោយរបៀបណាពួកយើងចង់ជួយហេតុអ្វីនិយាយច្រើនម្ល៉េះពួកគេព្យាយាមបញ្ចុះបញ្ចូលសាំងថេកឲ្យផ្សះផ្សាយប់នេះម៉ោង11នៅកំពង់ផែដេវុនកំពង់ចតលេខ3យើងជោគជ័យក្នុងការនាំគេមកហើយខ្ញុំចំណាយប្រាក់អស់ច្រើនណាស់សុខសប្បាយទេអ្នកមិនបានមកទេខ្ញុំជាអ្នកដោះចង្គៀងមុខនោះចេញអ្នកមិនបានមកទេវាជារថយន្តរបស់ចៅក្រមសុងផាន់ហូមែនឯងដឹងទេថាឪពុកឯងជាមនុស្សបែបណាគេជាមនុស្សអាក្រក់ខ្លាំងណាស់ឈុនកាំងមកខាងនេះចង់ជិះទេមកនេះឯងធ្លាប់សម្លាប់មនុស្សទេឪពុកខ្ញុំនឹងស្លាប់អាមនុស្សឈួតទៅបើចង់រស់រត់គេចឲ្យលឿនទៅនៅពេលនោះមេរងក្រុមប៊ូឌូផាត្រូវគេបាញ់ឯងចាំខ្ញុំទេឯងគឺលីសាំងថេកមែនទេថ្ងៃទី8 ខែមេសាម៉ោង 7:55 នាទីព្រឹកនៅហាងជួសជុលរថយន្តនោះខូចខាតខ្លាំងដូចជាទើបតែជួបគ្រោះថ្នាក់អីចឹងអុយធ្វើម៉េចទៅនឹងខ្ញុំបាននិយាយថាចង់បានលុយពីណាដែរខ្ញុំវិញគឺជាសាក្សីនៃរឿងមួយតែគ្រោះថ្នាក់នឹងសំខាន់ខ្លាំងនៅហាងជួសជុលរថយន្តនោះលោកឲ្យការវិញអាចឲ្យខ្ញុំបានប៉ុន្មានបងប្រុសរបស់ភរិយាគឺលោកគីមសាំងជុកបានអះអាងថាត្រូវតែចាប់ជនបង្កគ្រោះថ្នាក់រថគេចដែលសម្លាប់ប្អូនប្រុសរបស់គាត់បើខ្ញុំចង់បិទមាត់ខ្ញុំតើត្រូវចំណាយប៉ុន្មានពិតមែនទេក្រោយពីធ្វើឲ្យសាំងជុនទៅជាបែបនោះហើយបើមនុស្សម្នាក់មានអ្វីជាច្រើនត្រូវការពារគេក៏កាន់តែភ័យខ្លាចដើម្បីការពារកេរ្តិ៍ឈ្មោះនិងអំណាចរបស់ខ្លួនតើវាអាចក្លាយជាហេតុផលឲ្យគេរស់នៅធម្មតាបានទាំងបានសម្លាប់កូនប្រុសខ្ញុំឬខ្ញុំត្រឡប់មកវិញហើយកូនអបប៉ាបន្តិចបានទេប៉ាកំពុងយំហើយស្ថានភាពគាត់នៅតែបែបនេះដដែលយប់មិញហើយយ៉ងមិនបានមកផ្ទះទេបន្ទាប់ពីបង្កបួសដល់មនុស្សនិងបំផ្លាញទ្រព្យសម្បត្តិជនជាប់ចោទមិនបានចាត់វិធានការជួយជនរងគ្រោះហើយបានរត់គេចខ្លួនបទល្មើសរត់គេចក្រោយបង្កគ្រោះថ្នាក់ត្រូវបានបង្កើតឡើងដូច្នេះតុលាការសម្រេចឲ្យជាប់ពន្ធនាគារ
គាត់បានស្លាប់ហើយចំណាត់ថ្នាក់ទី2នៃក្រុមប៊ូឌូចុងហៃយ៉ងនិងសមាជិកក្រុម2នាក់ទៀតត្រូវគេបាញ់សម្លាប់អ្នកណាជាឃាតករតើអាចជាអ្នកណាទៅទៀតសាងយុគនៅឯឥឡូវនេះខ្ញុំនឹងនាំគាត់មកក្នុងពេលឆាប់នេះខ្ញុំក៏មិននឹកស្មានថារឿងនេះនឹងទៅដល់ថ្នាក់នេះដែរតើត្រូវឲ្យមនុស្សស្លាប់ប៉ុន្មានអ្នកទៀតទើបចប់តាំងពីដំបូងវាជារឿងដែលមិនគួរធ្វើផឹកនេះសិនហើយស្ងប់អារម្មណ៍បន្តិចទៅបើតាំងចិត្តធ្វើជាមនុស្សអាក្រក់ត្រូវអាក្រក់ឲ្យដល់ទីបញ្ចប់បើចិត្តអាក្រក់នោះរង្គោះរង្គើផែនការទាំងអស់នឹងរលំអស់អញថាគាត់ស្លាប់ហើយអ្នកដែលស្លាប់ជាមួយគាត់ជាមនុស្សរបស់ក្រុមប៊ូឌូមែនទេបើមិននិយាយការពិតខ្ញុំនឹងស្រមៃតាមចិត្តខ្លួនឯងខ្ញុំបានរៀបផែនការសម្លាប់គាត់តាមពិតទៅអ្វីដែលធ្វើឲ្យរឿងកាន់តែស្មុគស្មាញគឺការកុហកតើលោកដឹងទេអ្នកដែលសម្លាប់សមាជិកក្រុមយើងនិងសម្លាប់គាត់គឺអ្នកណាអ្នកដែលបាញ់គឺម្នាក់នោះគីមសាងយុកអ្នកណាជាអ្នកបញ្ជាឲ្យបំផ្ទុះផ្ទះនោះគឺលោកចុងជុនស៊ូមនុស្សម្នាក់នោះស្វែងរកសាងយុកមុនគេមុនពេលមានរឿងអ្វីកើតឡើងចំពោះគាត់ត្រូវស៊ើបឲ្យច្បាស់ថាអ្នកណាជាអ្នកដុតផ្ទះនោះខ្ញុំឈ្មោះអ៊ីឈុនខ្វាងកូនប្រុសរបស់គាត់មានរឿងអីកើតឡើងហេតុអ្វីមិនលើកទូរស័ព្ទខ្ញុំនឹងត្រូវស្លាប់ដែរមែនទេប៉ូលីសនឹងការពារឯងខ្ញុំបានថតទុកហើយថាអ្នកណាសម្លាប់ឪពុកខ្ញុំនិងចុងហៃយ៉ងតែមានចំណុចចម្លែកមួយអ្វីទៅមកហើយហេតុអ្វីយឺតម្លេះខ្ញុំត្រូវនៅក្បែរម៉ាក់បងប្រុសនោះជាមនុស្សបែបណាគាត់គួរឲ្យអាណិតណាស់ព្រោះម៉ាក់គាត់ស្លាប់តាំងពីគាត់នៅក្មេងវាធ្វើឲ្យខ្ញុំនឹកឃើញរឿងកាលពី2ឆ្នាំមុនដល់ពេលចាប់ជននោះហើយនៅក្នុងប៉ូលីសក៏មានមនុស្សជាច្រើនដែលខុបខិតជាមួយក្រុមហ៊ុនអូវុនទោះមិនងាយក៏ដោយខ្ញុំនឹងចាប់គីមសាងជុកកាំងហូបានទៅផ្ទះរបស់ផាន់ហូសួស្តីសូមរងចាំបន្តិចលិខិតឆ្លងដែនរបស់លោកមានបញ្ហាបន្តិចសាងយុគទើបតែចិត្តត្រូវចាប់ខ្លួននៅប្រលានយន្តហោះសំណាងល្អដែលគាត់រត់គេចបានតែពេលនេះមានដីកាតាមចាប់ហើយប្រើមនុស្សទាំងអស់ដែលអាចប្រើបានហើយស្វែងរកគាត់ឲ្យឃើញអ្នកដែលសុំមើលកំណត់ត្រាស្កេវនោះមានរឿងអីក្នុងចំណោមបុគ្គលិកដែលធ្លាប់ធ្វើការនៅទីនេះមានកម្មករបរទេសម្នាក់ឬទេខ្ញុំផ្ទាល់មានរឿងចង់តបស្នងគាត់បន្តិចតើគាត់បានជួយអ្វីលោកគ្រាន់តែប្រាប់ខ្ញុំមិនបានទេម្នាក់នោះឈប់ធ្វើការហើយគាត់ថានឹងមកយកឧបករណ៍ខ្លះតែទុកនៅទីនេះតែខ្ញុំមិនដឹងថាពេលណាទេហេលោកប្រធានមកហើយគាត់បានជួបលេខាផ្ទាល់របស់ភរិយាខ្ញុំសួរម្ដងទៀតតើភរិយាអ្នកជាអ្នកបញ្ជាមែនទេម្ចាស់ហាងជួសជុលឡានបានទូរស័ព្ទមកមានគេសួរអំពីកម្មករបរទេសដែលធ្លាប់ធ្វើការនៅទីនោះលោកសាងជុកពេលនេះលោកនៅណាហេតុអ្វីខ្ញុំត្រូវគេចេញដីកាតាមចាប់ពួកគេមានភស្តុតាងថាលោកបានសម្លាប់ចុងហៃយ៉ងនឹងគាត់ខ្ញុំនឹងរត់គេចខ្ញុំនឹងផ្ទេរលុយ100លានវ៉ុនទៅឲ្យឯងជួយរកទុកឲ្យខ្ញុំលឿនសូមមើលឡាននេះផងខ្ញុំចង់បានស្ទីគរបិទកញ្ចក់ងឹតខ្លាំងបែបដែលមើលពីក្រៅមិនឃើញខាងក្នុងទីណាក៏បានឲ្យតែអាចចេញដំណើរនៅព្រឹកព្រលឹមថ្ងៃស្អែកគីមសាងយុកត្រូវបានស្នើដីកាចាប់ខ្លួនពីបទឃាតកម្មហើយទើបតែអនុម័តតែហេតុអ្វីអ្នកមកប្រាប់ខ្ញុំបើខ្ញុំចាប់គីមសាងយុកហើយស៊ើបដល់អ្នកលោកនឹងជាប់បទសុំគំនិតក្នុងអំពើឃាតកម្មលោកគីមសាងយុកនេះជាឆ្មាំសមុទ្រកូរ៉េសូមឈប់ភ្លាមខ្ញុំចង់ហៅមេធាវីតែទីនេះមិនមែនប៉ុស្តិ៍ប៉ូលីសទេខ្ញុំគិតថារឿងនេះខុសច្បាប់ហើយមនុស្សក្នុងវីដេអូនោះមិនមែនខ្ញុំទេយើងមានសាក្សីលើកនេះលោកពិបាករួចខ្លួនណាស់លោកចៅក្រមពួកយើងចាប់បានគីមសាងយុកហើយចំណែកក្មេងឈ្មោះអ៊ីឈុនខ្វាងខ្ញុំបានលាក់គេទុកនៅកន្លែងមានសុវត្ថិភាពសូមកុំបារម្ភល្អណាស់អ្នកស៊ើបអង្កេតចាងផាន់ហូកំពុងលាក់ខ្លួនចាំនៅហាងជួសជុលឡាន
តោះយើងចរចាគ្នាចរចារឿងអ្វីយើងរកវិធីដោះស្រាយរឿងនេះដោយស្ងាត់ទៅអ្នកចង់បានប៉ុន្មានកាន់តែច្រើនកាន់តែល្អតែពេលនេះខ្ញុំមិនអាចឲ្យលុយច្រើនបែបនោះភ្លាមបានទេហ៊ានតាមដានខ្ញុំដោយមិនខ្លាចអីសោះតើឯងគិតថាខ្ញុំជាមនុស្សលេងសើចមែនទេក្មេងនោះទើបតែមានអាយុ21ឆ្នាំប៉ុណ្ណោះថ្ងៃកំណើតខ្ញុំសួរគេថាចង់បានអ្វីជាកាដូជាងគេថាចង់បានម៉ូតូមួយគ្រឿងតែបន្ទាប់មកក្មេងម្នាក់នោះត្រូវឯងសម្លាប់វាគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យឲ្យប៉ុណ្ណោះមនុស្សម្នាក់បង្កហេតុហើយលាក់បាំងការពិតព្រឹកនេះកូនប្រុសរបស់អ្នកគីមសាំងយុកត្រូវបានចាប់ខ្លួនហើយក៏មានភស្តុតាងដែរបើបទចោទនោះត្រូវបានបញ្ជាក់គាត់នឹងមិនអាចរួចខ្លួនបានទេខ្ញុំជាមនុស្សតែម្នាក់តែអាចជួយកូនប្រុសអ្នកបានផាន់ហូបើអ្នកសម្លាប់ខ្ញុំឥឡូវនេះអ្នកនឹងបាត់បង់ឱកាសជួយសង្គ្រោះកូនប្រុសតែម្នាក់ដែលនៅសល់បង្ហាញឲ្យខ្ញុំឃើញការធានារបស់អ្នកជាចៅក្រមមិនមែនចៅក្រមអាចសម្លាប់មនុស្សបានដែរប៊ូយ៉ុងមុនពេលប៉ូលីសមកដល់អ្នកត្រូវដោះស្រាយវាឲ្យរួចរាល់កន្លងមកសាំងជុកមិនសូវត្រូវគ្នាជាមួយលោកស្រីទេទើបគេរស់នៅឆ្ងាយចាប់តាំងពីម៉ាក់ខ្ញុំស្លាប់ទៅមនុស្សតែម្នាក់តែខ្ញុំអាចពឹងពាក់បានគឺលោកប៉ាប៉ុណ្ណោះប៉ុន្តែលោកប៉ាមិនដែលទទួលស្គាល់ខ្ញុំសូម្បីតែម្ដងតើខ្ញុំអាចក្លាយជាកូនប្រុសដែលលោកប៉ាស្រឡាញ់បានទេប៉ាពួកអានេះកំពុងនិយាយអាក្រក់ពីប៉ាពេលកូនរបស់ខ្ញុំស្លាប់តើខ្ញុំក៏ឈឺចាប់បែបនេះដែរឬទេលោកប្រធានបើតាមការស៊ើបអង្កេតរបស់ប៉ូលីសស្ថានភាពមិនសូវល្អទេពួកគេមានវីដេអូផ្សាយនៃការសម្លាប់មនុស្សនៅកន្លែងកើតហេតុបើលឿនបំផុតក៏ត្រូវចំណាយពេល1សប្តាហ៍វាជាការប្រយុទ្ធដែលយើងខាត់ប្រៀបការសម្លាប់ឯងគឺជារឿងងាយបំផុតសម្រាប់ខ្ញុំតែឯងត្រូវធ្វើរឿងដែលពិបាកខ្លាំងខណៈខ្ញុំត្រូវទប់ខ្លួនមិនធ្វើរឿងដែលងាយបំផុតនៅលើโลกនេះមនុស្សដែលធ្លាប់ទទួលការគោរពត្រូវបង្ខំចិត្តធ្វើអំពើអាក្រក់ម្ដងក្នុង1សប្តាហ៍រីកាវឌ្ឍនភាពទៅលោកប្រធានផងចាំងម្ដងសេពអំពីចាងឆេរីមដែលចាប់ខ្លួនសាំងជុកហើយត្រូវតាមដានឲ្យបានលម្អិតជាងមុនសុងផាន់ហូត្រូវតាមដានរាល់ចលនារបស់គាត់24ម៉ោងហើយនៅពន្ធនាគារកុំឲ្យសាំងជុកមានបញ្ហាអ្វីឡើយខ្ញុំក៏ចង់ដឹងថាកាលពី2ឆ្នាំមុនអ្នកនៅចាំពេលលោកស្រីស្លាប់ទេខ្ញុំមិនអាចភ្លេចក្រសែភ្នែករបស់ហូយ៉ុងនៅថ្ងៃនោះបានទេប៉ុន្តែច្បាប់មិនអាចជូតទឹកភ្នែករបស់ហូយ៉ុងបានទេខ្ញុំក៏ដូចគ្នាបើការកាត់ក្តីចេញមកបែបនោះគឺជាការពិតតាមច្បាប់បើជាលោកចៅក្រមជាអ្នកកាត់ក្តីវិញលទ្ធផលប្រកាសជាយុត្តិធម៌ជាងនេះតែច្បាប់នៅតែជាច្បាប់ហើយទៅមុខក៏នៅតែបែបនេះលើកនេះខ្ញុំចង់ឲ្យពួកគេទទួលទោសមិនថាយ៉ាងណាក៏ដោយឲ្យសមនឹងអំពើដែលបានធ្វើពេលដឹងថាខាងយុកកំពុងត្រូវស៊ើបសួរខ្ញុំក៏មិនប្រកាសដែរខ្ញុំត្រឡប់មកវិញហើយឲ្យការដែលទទួលបន្ទុកសំណុំរឿងគឺកាងសូយ៉ុនឲ្យការកាងសូយ៉ុនជាមនុស្សដែលធ្វើការតាមច្បាប់និងគោលការណ៍សូម្បីតែលោកប្រធានគីមកាំងវុនក៏នាងធ្លាប់ចាប់ដែរកូនប្រុសជនរងគ្រោះបានឃើញផ្ទាល់ហើយមានវីដេអូជាភស្តុតាងទៀតដូច្នេះមិនមានបញ្ហាធំទេសូមជួយផងចាប់ពីពេលនេះទៅខ្ញុំមានរឿងមួយត្រូវពិភាក្សាជាមួយលោកប្រធានសូមពិនិត្យមើលបង្អួចបន្ទប់ទទួលភ្ញៀវឲ្យការដែលនឹងទទួលបន្ទុកសំណុំរឿងគឺឲ្យការកាងស៊ូយ៉ុងយើងត្រូវបង្កភាពសង្ស័យលើផ្ស្តាងនិងធ្វើឲ្យការបកស្រាយផ្នែកច្បាប់មានច្រើនទិសដៅមើលទៅគាត់មិនបានគេងមួយយប់ពេញទេព្រោះគាត់បានសម្លាប់មនុស្សហើយគេងមិនលក់ដោយសារភ័យខ្លាចថាខ្លួនឯងនឹងស្លាប់នោះហើយជារឿងខ្ញុំមកដាក់ពាក្យបណ្ដឹងអ្នកដែលអះអាងថាជាសាក្សីនោះខ្ញុំក៏មិនដឹងដែរប្រហែលមិនមែនទេមើលទៅឯងត្រូវអ្នកណាបញ្ជូនមកប៉ូលីសកំពុងតាមរកជូប៊ីនដែលលក់កាំភ្លើងហើយកាំងវុនក៏ដូចគ្នាយើងកំពុងស្វែងរកបុរសឈ្មោះជូប៊ីនខ្ញុំចង់ជួបគាត់មុនព្រឹកស្អែកតាមពិតទៅខ្ញុំគួរតែសម្លាប់មនុស្សទាំងអស់នៅទីនេះតែដឹងទេថាហេតុអ្វីខ្ញុំអត់ធ្មត់ប្រហែលខ្ញុំចង់ក្លាយជាប្រធានដែលមនុស្សគ្រប់គ្នាគោរពយើងប្រហែលមិនបានជួបគ្នាទៀតទេមិនថាខ្ញុំមិនចាំបាច់មកជួបលោកជូទៀតឬក៏លោកជូលែងក្លាយជាមនុស្សដែលអាចជួបបានទៀត
អ្នកចាប់ជនសង្ស័យតាមចិត្តខ្លួនឯងហើយសួរចម្លើយគេបន្ទាប់មកគ្រាន់តែទទួលរងវិន័យក៏ចប់មិនមែនទេអ្នកខ្លាចក្រុមហ៊ុនអូវុនខ្លាំងបែបនេះឬឯងនិយាយឈួតស្អីហ្នឹងដរាបណាវិសាលភាពនៃការដាក់ទណ្ឌកម្មមិនទាន់ត្រូវកំណត់សិទ្ធិស៊ើបអង្កេតនៅតែស្ថិតក្នុងដៃខ្ញុំរហូតដល់ពេលនោះខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពជាដំបូងយើងរកឃើញកន្លែងលាក់ខ្លួនរបស់ជូប៊ីនហើយពេលនេះកំពុងធ្វើដំណើរទៅអូយសូមទោសដែលខ្ញុំនិយាយរឿងទាំងនេះមនុស្សតែម្នាក់ដែលខ្ញុំអាចនិយាយបានគឺលោកចៃក្រមប៉ុណ្ណោះសូមទោសបើខ្ញុំធ្វើបានល្អជាងនេះប្រហែលជាពួកគេទាំងអស់គ្នានៅរស់យើងមានវីដេអូផ្ស្តាងហើយក៏មានសាក្សីផងដែរទោះជាអូវុនមានអំណាចប៉ុណ្ណាក៏ដោយនៅចំពោះមុខយុត្តិធម៌ពួកគេត្រូវតែទទួលទោសនោះហើយជាមូលហេតុរាល់ពេលមានរឿងបែបនេះដូចថ្ងៃនេះខ្ញុំពិតជាខ្មាស់អៀនណាស់ដែលខ្លួនឯងជាប៉ូលីសលោកអនុប្រធានលោកហៅខ្ញុំមែនទេបាទដូចដែលរំពឹងទុកព្រះរាជអាជ្ញាទទួលបន្ទុកគឺកាំងសូយ៉ុងទូរស័ព្ទរបស់អ្នកបិទសូម្បីតែសារជាសម្លេងក៏តាក់ទងមិនបានទោះបីជាគេគំរាមដល់ទីបំផុតឬគំរាមកំហែងគ្រួសារក៏ដោយអ្នកជាអ្នកកាន់សាសណាមិនមែនទេតើអាចសម្លាប់មនុស្សបានយ៉ាងម៉េចអូលោកស៊ើបអង្កេតចាងថ្ងៃនេះលោកមិនបានមកធ្វើការទេមើលទៅលោកមិននៅផ្ទះដែរលោកប្រធានក្រុមអរគុណណាស់ខ្ញុំនៅផ្ទះលោកប្រធានក្រុមឥឡូវនេះខ្ញុំគិតថាលោកប្រធានក្រុមមានរឿងហើយបើកទ្វារលែងខ្ញុំចាំងឆេរីមធ្វើអ្វីខុសហេតុអ្វីត្រូវលូកដៃធ្វើរឿងដែលមិនគួរធ្វើទៀតសម្រាប់ខ្ញុំគ្មានអ្វីដែលមិនគួរធ្វើទេចាប់ពីពេលនេះទៅណាត់ជួបតាមរយៈបច្ឆាំងយុគទៅអ្នកគិតថាពិភពលោកឬច្បាប់អាចការពារលោកចៃក្រមបានឬរឿងច្បាប់នោះវាមានប្រសិទ្ធភាពតែជាមួយមនុស្សដែលរស់នៅតាមសុខវិនិច្ឆ័យប៉ុណ្ណោះនោះហើយមុខអ្នកមើលទៅមិនស្រួលសោះអ្នកដាក់មនុស្សតាមខ្ញុំឬមួយរយៈមុនខ្ញុំបានជួបគីមកាំងវុនខ្ញុំក៏ដឹងច្បាស់ពីស្ថានភាពខ្លួនឯងដែរសុំទោសផងខ្ញុំបានអង្វរសុំជីវិតខ្លួនឯងដោយដាក់លក្ខខណ្ឌឲ្យដោះលែងគ្មានទោសទោះបីខ្ញុំដោះស្រាយរឿងនេះបានក៏ដោយក៏គ្មានអ្វីធានាថាខ្ញុំនឹងរស់រានមានជីវិតទេខ្ញុំត្រូវរកផ្លូវរស់ឲ្យខ្លួនឯងប៉ុន្មានថ្ងៃមុនប្រធានគីមកាំងវុនបានមករកខ្ញុំគាត់ជាមនុស្សដែលមានអំណាចអាចបំផ្លាញទីក្រុងមួយទាំងមូលបានតែម្ដងមនុស្សដែលភ័យខ្លាចតែងតែបង្កើតកំហុសធំជាងមុននេះជាឱកាសរបស់ពួកយើងសុងផានហូកំពុងចូលទៅកាន់វិមានប្រធានាធិបតីអ្នកណានឹងខ្ញុំកាំងសូយ៉ុងព្រះរាជអាជ្ញាដែលធ្លាប់ចាប់ប្រធានរបស់អ្នកព្រះរាជអាជ្ញាកាំងសូយ៉ុងមកដល់ហើយឲ្យគាត់រងចាំនៅបន្ទប់ទទួលភ្ញៀវសិនលោកដឹងមុនហើយមែនទេរឿងកូនប្រុសទី2របស់លោកខ្ញុំពិតជាសោកស្ដាយណាស់អ្នកនិយាយមិនសូវសមរម្យទេចាប់តាំងពីកូនប្រុសទី2របស់លោកស្លាប់រឿងអាស្រូវទាំងអស់ខ្ញុំនឹងស៊ើបអង្កេតឲ្យអស់ចិត្តខ្ញុំគិតថាគួរតែប្រាប់លោកជាមុនលោកគួរតែរៀបចំខ្លួនឲ្យបានល្អយុត្តិធម៌អាចការពារពិភពលោកបានប៉ុន្មានដែរបើពិភពលោកដំណើរការតាមយុត្តិធម៌រហូតមកថ្ងៃនេះខ្ញុំក៏មិនខ្លាចជាបែបនេះដែរមនុស្សអាក្រក់ដ៏សាហាវម្នាក់លោកស្រីកាំងសូយ៉ុងមែនទេអ្នកជានរណាមានមនុស្សម្នាក់ចង់ជួបលោកស្រីខ្លាំងណាស់ជូមីយ៉ុនរឿងបែបនេះគួរតែដោះស្រាយនៅប៉ុស្តិ៍ប៉ូលីសមិនមែនឬវាជារឿងដែលអាចជួយដល់លោកស្រីព្រះរាជអាជ្ញាបានមនុស្សដែលលោកស្រីចង់ចាប់មិនមែនប្រធានគីមកាំងហ៊ុនទេនៅថ្ងៃបន្ទាប់មានគេផ្ដល់ព័ត៌មានអំពីការស្លាប់របស់ជូប៊ីនជាអ្នកប្រគល់អាវុធឲ្យគីមសាំងជុកផ្ទះរបស់អ៊ីសាំងថេផ្ទុះការឆេះធ្វើឲ្យគីមមីយ៉ុងនិងកូនស្រីរបស់នាងស្លាប់មែនទេតើអ្នកដឹងទេថាអ្នកណាជាអ្នកធ្វើរឿងនោះអីចឹងមែនខ្ញុំគិតថាប្រហែលជាខ្ញុំដឹងរឿងនោះអ្នកទាំងនោះគួរតែត្រូវចាប់ខ្លួនមិនមែនទេត្រូវហើយស្ងៀមសិនរឿងដាក់បញ្ចូលនោះហើយចាក់ទុកក្នុងបាល់នោះគឺពួកឯងជាអ្នកធ្វើមែនទេមានមនុស្សជាច្រើនឃើញពួកឯងរត់ការឲ្យក្រុមប៊ូដូផាហេគឺពួកវានឹងហើយលោកព្រះរាជអាជ្ញាបើលោកត្រូវការអ្វីសូមប្រាប់បានគ្រប់ពេលយើងបដូរកន្លែងនិយាយនៅប៉ុស្តិ៍ប៉ូលីសនេះមានមនុស្សបន្លំច្រើនពេកខ្ញុំគិតថាយើងចាប់បានពួកដែលដុតភ្លើងហើយមើលទៅលើកនេះលោកត្រូវចាត់ការធំហើយទំនាក់ទំនងរវាងផាន់ហូនិងសមាជិកសភាលីហ្វារវាងក្រុមប៊ូដូផានិងព្រះរាជអាជ្ញាសូយ៉ុងបានជួបអ្នកណាខ្លះពួកគេដឹងទាំងអស់រហូតដល់ការងារនេះចប់សពគ្រប់កុំប្រាប់អ្នកណាទាំងអស់យើងធ្វើគ្នាយើងប៉ុណ្ណោះខ្ញុំព្រះរាជអាជ្ញាកាំងសូយ៉ុងមកពីការិយាល័យឲ្យការអ៊ូវុនអ្នកត្រូវបានចាប់ខ្លួនពីបទបញ្ជាឲ្យធ្វើឃាតកម្មនិងបញ្ជាឲ្យដុតបំផ្លាញតើក្មេងទាំងនោះចង់ធ្វើអ្វីមើលតែរូបថតគំនិតនេះហាក់ដូចជាចេញពីអ្នកសូមពន្យល់មកលោកស្រីកំពុងតែ
ខ្ញុំបានបាត់បង់គ្រប់យ៉ាងហើយបើមានព័ត៌មានពីក្រុមប៊ូដូផានិងអំណាចរបស់សុងផាន់ហូយើងប្រហែលជាអាចតស៊ូបានជឿខ្ញុំហើយដើរតាមខ្ញុំមកមនុស្សដែលលោកព្រះរាជអាជ្ញាចង់ចាប់គឺប្រធានគីមកាំងហ៊ុនមែនទេដឹងទេថានរណាសម្លាប់ម្ដាយនិងកូនស្រីនោះលោកស្រីអូវ៉ុនតើអ្នកមានភស្តុតាងទេបើខ្ញុំគ្មានភស្តុតាងខ្ញុំក៏មិនមកជួបលោកព្រះរាជអាជ្ញាដែរព្រះរាជអាជ្ញាកាំងសូយ៉ុងកំពុងស៊ើបអង្កេតករណីអគ្គិភ័យដែលកើតឡើងនៅចាំងបំដងអ្នកត្រូវបានចាប់ខ្លួនពីបទបញ្ជាឲ្យធ្វើឃាតកម្មនិងដុតបំផ្លាញក្រោកឡើងអ្នកហ៊ានប៉ះពាល់គ្រួសារខ្ញុំមានន័យថាម៉េចខ្ញុំនៅតែមិនជឿថានាងត្រូវបានចាប់ខ្លួនដោយដីកាឃុំខ្លួនមិនដឹងថាចៅក្រមណាអនុម័តទេដូចដែលខ្ញុំបានប្រាប់ពីមុនគាត់ជាមនុស្សដែលដោះស្រាយរឿងបែបនេះបានល្អបាទខ្ញុំនឹងចាត់ការនៅយប់ស្អែកមានតែម្ដាយចាស់និងកូនស្រីតូច2នាក់ប៉ុណ្ណោះពេលខ្ញុំពិនិត្យកំណត់ត្រាការហៅទូរស័ព្ទនៅម៉ោងដែលវីដេអូនេះថតតាមកំណត់ត្រាទូរស័ព្ទនោះបានភ្ជាប់ទៅកាន់ទូរស័ព្ទតែចុះឈ្មោះក្រោមលោកស្រីអូវ៉ុនខ្ញុំដូចកូនកាត់ហាយេណាតែងតែវាចំចំណុចខ្សោយមុនខ្ញុំជាចំណុចខ្សោយឬសម្រាប់មេគ្រួសារម្នាក់ចំណុចខ្សោយដែលគួរឲ្យខ្លាចបំផុតគឺគ្រួសារភ័យខ្លាំងណាស់មែនទេម៉ាក់នឹងត្រឡប់មកវិញឆាប់នេះខ្ញុំនឹងនាំម៉ាក់មកវិញឲ្យបានលឿនបំផុតមិនថាអ្នកនៅទីណាឬកំពុងធ្វើអ្វីក៏ដោយគាត់នឹងដឹងគ្រប់យ៉ាងចូលទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនហើយនេះគឺជាវិធីដែលអ្នកអាចរួចផុតពីប្រធានគីមកាំងវ៉ុនជួបគ្នាហើយនិយាយចុះតើខ្ញុំមិនមើលបានយ៉ាងម៉េចលេខមិនស្គាល់សោះខ្ញុំគិតថាខាងប្រធានគីមកាំងវ៉ុនកំពុងហៅមកជាញឹកញាប់សុងផាន់ហូតើអាចទុកចិត្តបានទេខ្ញុំនឹងដាក់សុងផាន់ហូចូលទៅសេតវិមានប្រធានាធិបតីលោកចូលសុំស្ងៀមសិនហើយរងចាំមើលខ្ញុំក៏ត្រូវទៅជួបគាត់ដោយផ្ទាល់ដែរខ្ញុំបានពិនិត្យភស្តុតាងទាំងអស់ដែលព្រះរាជអាជ្ញាកាំងសូយ៉ុងដាក់ស្នើការពីម្សិលមិញបាននិយាយថាគ្រប់គ្រាន់សម្រាប់ឃុំខ្លួនវានៅមានចំណុចខ្វះខាតច្រើនមិនសមស្របទេបាទខ្ញុំក៏គិតដូចគ្នានោះមានន័យថានឹងពិនិត្យឡើងវិញបន្ថែមពីលើវិបត្តិសេដ្ឋកិច្ចពិភពលោកស្ថានភាពក្នុងស្រុកពេលនេះក៏កំពុងធ្លាក់ចុះដែរក្រុមហ៊ុនបុតសម្ព័ន្ធដែលគ្មានលទ្ធផលត្រូវបញ្ឈប់អាជីវកម្មឬបញ្ចូលជាមួយក្រុមហ៊ុនផ្សេងគ្រាន់តែសេដ្ឋកិច្ចធ្លាក់ចុះបន្តិចបើលុបក្រុមហ៊ុនបុតសម្ព័ន្ធចោលបុគ្គលិកខាងក្នុងនឹងមានភាពច្របូកច្របល់ជាមិនខានយើងគួរកាត់បន្ថយទំហំវិនិយោគថ្មីប្រហែល 13% ឬអនុវត្តការកាត់បន្ថយដោយស្ម័គ្រចិត្តសូមអនុវត្តកុំទៅប៉ះពាល់អារម្មណ៍ប្រធានដោយឥតប្រយោជន៍យថាចៅក្រមសុងផាន់ហូមិនអនុម័តការដោះលែងទេនៅទីនេះភាគច្រើនវឹកហាត់ផ្នែកខាងក្រោមរាងកាយស្ដាប់ខ្ញុំសិនខ្ញុំនិយាយនេះដើម្បីអ្នកទេពេលនេះនៅមានឧបសគ្គជាច្រើនដែលត្រូវឆ្លងកាត់ទោះជាប្រធានអូវ៉ុនក៏ដោយក៏មានរឿងដែលធ្វើមិនបានដែរបើគាត់អាចធ្វើបានគ្រប់យ៉ាងសម្រាប់ខ្ញុំទៅហើយធ្វើដោយខ្លួនឯងទៅបញ្ចប់ត្រឹមនេះចុះប៉ុន្តែព្រឹកស្អែកមកកន្លែងនោះបើមិនមកអ្នកនឹងស្លាប់មានន័យថាស្លាប់ក៏មិនខ្វល់មែនទេអញ្ចឹងសម្រាប់ខ្ញុំទៅជាងរស់នៅដូចអ្នកទោសស្លាប់ដោយថ្លៃថ្នូរនៅប្រសើរជាងបើខ្ញុំស្លាប់ខ្ញុំក៏ជួយអ្នកមិនបានដែរមិនអីទេជឿចិត្តដោយសារសេចក្តីថ្លៃថ្នូរមែនអ្នកនៅមានពេលមកខ្វល់ពីសេចក្តីថ្លៃថ្នូរទៀតចង់ឲ្យអ្នកស្គាល់ការជឿចាប់ដែលខ្ញុំកំពុងទទួលរងទេចុងក្រោយពួកគេក៏ដោះលែងភរិយារបស់កាំងវ៉ុនអ្វីបានរៀបចំរួចរាល់ហើយអូខ្ញុំដឹងហើយជួបគ្នានៅទីនោះហេតុអ្វីបានជាលោកមកទីនេះកូនរបស់យើងបានស្លាប់ហើយតើរឿងនេះបណ្ដាលមកពីអ្នកណាតើខ្ញុំត្រូវធ្វើបែបណាទៅចាប់ពីពេលនេះទៅលោកត្រូវធានាការរស់រានមានជីវិតរបស់ពួកយើងលោកចៃក្រមលោកមកដល់ហើយហេតុអ្វីនៅមិនចូលមកទៀតសុំទោសតាំងពីឆ្នាំមុនសមាជិកសភាជុងហ៊ីបានស្នើសំណើមួយមកខ្ញុំគិតថានឹងចូលធ្វើការនៅសេតវិមានប្រធានាធិបតីបើធ្វើបែបនោះប្រធានគីមកាំងវ៉ុននឹងអាចរួចផុតពីការគំរាមកំហែងតើមានអ្វីដែលពួកយើងអាចជួយបានទេក្មេងម្នាក់ឈ្មោះលីឆុងកាំងសូមរកគេឲ្យឃើញហើយការពីគេផងសូម្បីតែពេលនិយាយគ្នាក៏មានគេតាមដានដែរតែរឿងសំខាន់ពិតប្រាកដទើបតែចាប់ផ្ដើមទេដឹងទេថាខ្ញុំទើបតែទៅជួបអ្នកណាមកប្រធានខុតកាឡៃមិនថាមើលពីជ្រុងណាទេអ្នកគឺជាមនុស្សដែលគ្មានស្នាមប្រឡាក់សូម្បីតែបន្តិចបើអ្នកបានអង្គុយតំណែងប្រធានកិច្ចការនយោបាយរដ្ឋាភិបាលនេះនឹងមានកិត្តិយសកាន់តែខ្លាំង
បើអ្នកឡើងដល់តំណែងនោះសូម្បីតែគីមកាំងវុនក៏មិនហ៊ានប៉ះពាល់អ្នកដែរដើម្បីចូលទៅសេតវិមានប្រធានាធិបតីគាត់ត្រូវតែលះបង់អ្វីមួយចំណែកម្នាក់ទៀតខ្ញុំមិនដឹងថាជានរណាទេរូបស្បែកជើងខ្ញុំបានផ្ញើតាមសារទៅហើយរកមើលទីតាំងរបស់ចៅក្រមសុងផាន់ហូឲ្យបានឥឡូវគាត់មិននៅក្លឹបហាត់ប្រាណទេខ្ញុំនឹងស្វែងរកជុំវិញតំបន់នោះភ្លាមបើប្រធានគីមកាំងហ៊ុនដឹងរឿងនេះពួកយើងទាំង3នាក់នឹងស្លាប់ដោយមិនដឹងខ្លួនពេលនេះមានមនុស្សជាច្រើនអ្នកណាជាមនុស្សដែលនៅជាមួយគាត់អ្នកជានរណាស្វែងរកជុំវិញតំបន់នេះឲ្យអស់តើគាត់ទៅណាបាត់ឃើញទេទៅគ្រប់គ្រងមណ្ឌលបោះឆ្នោតរបស់អ្នកឲ្យល្អទៅអ្នកក៏ដឹងហើយក្នុងនាមជាសមាជិកសភាអ្នកនៅអាចដកខ្លួនបានគួរតែសំណាងហើយយ៉ាងហោចណាស់គ្រួសាររបស់លោកនៅមានសុវត្ថិភាពលោកចៃក្រម6 6លោកព្រះរាជអាជ្ញាតើលោកមិនដឹងថាអ្នកណាជាអ្នកធ្វើរឿងនេះទេកាលពីទៀបភ្លឺម្សិលមិញមានមនុស្សជាច្រើនត្រូវបានចាប់ខ្លួនពួកគេសុទ្ធតែជាមេក្រុមឧក្រិដ្ឋជនហេតុអ្វីបានជាក្រុមសូបូផាទៅវាយប្រហារក្រុមប៊ូដូផាភ្លាមនិយាយមកលោកព្រះរាជអាជ្ញាវាជាការបញ្ជារបស់គីមកាំងហ៊ុនមិនមែនទេសាកសកម្មករបរទេសតែផាន់ហូធ្លាប់សម្លាប់ត្រូវបានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់សីតុណ្ហភាពរាងកាយរបស់គាត់គឺក្រោម0.1អង្សាមើលទៅសាកសពនេះត្រូវបានរក្សាទុកក្នុងទូទឹកកកនៅវេលាម៉ោង 6 កន្លះព្រឹកនេះនៅទីក្រុងអូវុនផ្លូវលេខ 1324 ក្បែរឆ្នេរសមុទ្រមានការប្រទះឃើញសាកសពមួយទាំងអស់នេះជាកំហុសរបស់ខ្ញុំបានធ្វើខុសមនុស្សល្អកាន់តែងាយរងរបួសផ្លូវចិត្តអ៊ុនហេក៏អីចឹងហូយ៉ុងក៏អីចឹងដែរឬមិនរៀនក៏បានកូនអាចធ្វើអ្វីដែលកូនចង់ធ្វើក៏បានកុំធ្វើបែបនេះទៀតដរាបណាខ្ញុំនៅរស់ប្រហែលអាយុ20ឆ្នាំអ្នករៀនពូកែមែនទែនដោយសារចងចាំបានល្អជាងគេអ្នកបានចូលរៀនសាកលវិទ្យាល័យល្អបំផុតនៅប្រទេសនេះហើយគិតថាគ្រាន់តែប្រើខួរក្បាលឲ្យឆ្លាតក៏អាចយកឈ្នះខ្ញុំបានមែនទេជនរងគ្រោះក្នុងករណីបាញ់សម្លាប់នៅមូលដ្ឋានលេខ3ត្រូវបានសម្លាប់ដោយកាំភ្លើងខ្លី Model Tech 300ផលិតនៅរុស្ស៊ីវាជាឃាតកម្មច្បាស់លាស់ដែលកើតឡើងដោយសារការសង្សឹកក្នុងសំណុំរឿងនេះខ្ញុំជាមេធាវីការពីក្តីរបស់លោកគីមសាំងហយុកភស្តុតាងដែលឲ្យការបានដាក់ស្នើរហូតមកដល់ពេលនេះបងប្រុសបងណែណាបាទខ្ញុំសូមទៅបន្ទប់ទឹកបន្តិចម៉ាក់របស់អ៊ុនហ៊ីសួស្តីអ្នកបានជួបនាងណែណានៅសួនតាប់គោលដុងគេនិយាយថាអ៊ុនហ៊ីមានសមត្ថភាពបញ្ញានាងសើចច្រើនហើយមើលទៅសប្បាយចិត្តណាស់នាងបាននិយាយព្រមានយ៉ាងតឹងរ៉ឹងបើគ្រាន់តែជាការលេងសើចតាមវ័យក្មេងហើយនាំនាងដើរលេងប៉ុណ្ណោះនោះអ្នកត្រូវធ្វើរឿងមួយគឺធ្វើឲ្យនាងសើចបែបនេះរហូតទៅម៉ាក់មកធ្វើអីនៅទីនេះម៉ាក់មកទិញអីវ៉ាន់ទេអូខ្មាស់គេណាស់តោះទៅវិញបានហើយម៉ាក់តោះទៅថ្ងៃក្រោយមកលេងផ្ទះយើងផងមួយរយៈនេះទៅនៅផ្ទះពូធំនៅអាមេរិកសិនតែយ៉ាងហោចណាស់ក៏ត្រូវប្រាប់ខ្ញុំដែរអ្នកមិនចាំបាច់ដឹងមូលហេតុទេដូយ៉ុងប្រធានគីមកាំងវុនមែនទេគាត់កំពុងគំរាមបាក់មែនទេគីមសាំងហយុកបើលោកប្រកាសថាគ្មានទោសខ្ញុំនឹងប្តឹងជំទាស់ហេតុអ្វីបានជាកូនសាំងហយុកពាក់ព័ន្ធនឹងការស្លាប់របស់ម៉ាក់ហើយជនអាក្រក់នោះជាអ្នកសម្លាប់ម៉ាក់តែដោយសារភស្តុតាងមិនគ្រប់គ្រាន់សំណុំរឿងត្រូវបានបិទទៅហើយប៉ាក់ក៏ជាម្នាក់ក្នុងចំណោមអ្នកសម្លាប់ម៉ាក់ដែរកូនខ្ញុំធ្វើវាដោយចេតនាបងប្រុសខ្ញុំសុំទោសប៉ាក់មើលទៅលោកមិនបានគេងសោះដោយសារលោកចៅក្រមនោះ
ខ្ញុំស្ទើរតែស្លាប់ទៅហើយតើលោកនឹងធ្វើដូចម្តេចខ្ញុំគិតអ្វីមិនចេញទេគីមសាំងហយអុកប្រកាសសារក្រុមគាត់សិនចំណែកបន្ទាប់គឺគីមកាំងវុនក្នុងអំឡុងពេលនោះខ្ញុំនឹងបំផ្លាញក្រុមហ៊ុនអូវុនឲ្យរលំក្រោយករណីវាយប្រហារទ្រង់ទ្រីធំនៅចាំងប៊ុំដុងដោយក្រុមអ ுக ្រិតជនដែលបានបំផ្លាញតំបន់ស្នាក់នៅរបស់ជនបរទេសក្រុមហ៊ុនអូវុនបានចេញមុខជួយស្ដារឡើងវិញតាមបញ្ជាពិសេសរបស់ប្រធានគីមកាំងវុនហេតុអ្វីបានជាអ្នកទៅទីនោះនៅថ្ងៃនោះខ្ញុំទៅជួបសង្សារខ្ញុំឃើញបុរសម្នាក់ស្លៀកឈុតពណ៌ងឹតបាញ់សម្លាប់មនុស្សជាច្រើនតើជាបុរសម្នាក់នេះឬទេពេលនោះងឹតពេកដូចដែលអ្នកទាំងអស់គ្នាទើបតែបានលមុននេះគាត់គឺជាសាក្សីដែលនៅកន្លែងកើតហេតុប៉ុន្តែសក្ខីកម្មរបស់គាត់មិនអាចបញ្ជាក់ថាគីមសាំងហយអុកជាជនដៃដល់បានឡើយដូច្នេះការស៊ើបអង្កេតនេះត្រូវបានជំរុញដោយអារម្មណ៍ផ្ទាល់ខ្លួនអ្នកស៊ើបអង្កេតដែលទទួលបន្ទុកឥឡូវនៅណាបច្ចុប្បន្នគាត់បាត់ខ្លួនហើយមានរឿងអ្វីពិសេសវិមានប្រធានាធិបតីឬយើងត្រូវប្រញាប់ហើយតើអ្នកគិតថាខ្ញុំមកដល់សភាពនេះដោយសារនរណាបើយើងនៅស្ងៀមយើងនឹងស្លាប់ទាំងអស់គ្នាយ៉ាងហោចណាស់សូមផ្ដល់លេខទូរស័ព្ទដែលអាចតាក់ទងបានបាទលោកចៅក្រមមានរឿងអ្វីលោកប្រធានត្រូវប្រញាប់ហើយបើមិនមែនដោយសារគាត់ខ្ញុំក៏មិនធ្លាក់ដល់ស្ថានភាពនេះដែរបើយើងនៅស្ងៀមទាំងអស់គ្នានឹងស្លាប់យ៉ាងហោចណាស់ក៏ឲ្យលេខទូរស័ព្ទដែលអាចតាក់ទងបានមកបាទលោកចៅក្រមខ្ញុំនឹងសាកសួរឲ្យមិនបាច់ទេមានមនុស្សសំខាន់ម្នាក់បានសុំឲ្យខ្ញុំជួយរឿងនេះគ្មានគាត់មិនបានទេខ្ញុំដឹងច្បាស់ផានហូកំពុងស្វែងរកកូនប្រុសដែលបាត់ការតាក់ទងលោកកំពុងស្វែងរកកូនប្រុសមែនទេកូនប្រុសរបស់លោកប្រហែលជាជិតស្លាប់ហើយបងប្រុសពិតជាមិនត្រឡប់ទៅផ្ទះវិញមែនទេលោកហេតុអ្វីកូនប្រុសលោកកំពុងជួបកូនស្រីខ្ញុំក៏មិនចង់ត្រឡប់ផ្ទះដែរចាប់ពីពេលនេះទៅខ្ញុំនឹងមិនឲ្យពួកគេទាំងពីរជួបគ្នាទៀតទេអូនហ៊ីរបស់ខ្ញុំប្រហែលជាស្រឡាញ់ក្មេងនោះខ្លាំងណាស់នៅផ្ទះមានរឿងអ្វីកើតឡើងអ្នកអាចប្រាប់ខ្ញុំបានទេបងប្រុសទី2របស់នាងស្លាប់ទៅហើយនាងយំរាល់ថ្ងៃទើបតែពេលថ្មីនេះទេដែលនាងញឹមឡើងវិញតែអ្នកដែលនាងចូលចិត្តបែរជាកូនប្រុសរបស់លោកឪពុកម្ដាយស្ដីបន្ទោសកូនព្រោះបារម្ភពីកូនប៉ុណ្ណោះបាទមិនមែនដោយសារស្អប់ទេសវនាការនេះខ្ញុំនឹងធ្វើឲ្យឈ្នះជាដាច់ខាតយ៉ាងហោចណាស់ក៏ដើម្បីកូនរបស់ខ្ញុំសូម្បីមនុស្សដូចអ្នកក៏ជាឪពុកម្នាក់ដែរលោកដឹងថាខ្ញុំនៅទីនេះដោយរបៀបណាពូកុំស្ដីបន្ទោសគាត់បានទេមិនស្ដីទេល្អណាស់នាងជាប្អូនស្រីរបស់គីមសាំងឈុនដែលស្លាប់នោះនាងជាកូនស្រីរបស់ប្រធានគីមកាំងវុនខ្ញុំដឹងប៉ុន្តែសុំទោសខ្ញុំនឹងមិនជួបគាត់ទៀតទេជួបមិត្តភក្តិបន្តិចសូម្បីតែប៉ាក៏ខ្លាចដែរឬប៉ាពេលនេះកំពុងឈឺប៉ាមិនចង់ឲ្យម៉ាក់និងខ្ញុំពិបាកចិត្តទើបលាក់ទុកមិននិយាយសាក់សីនៅថ្ងៃទី12ខែមេសាលោកធ្លាប់លក់អាវុធឲ្យជូប៊ីនមែនទេពេលនោះមនុស្សដែលជូប៊ីនតាក់ទងច្រើនជាងគេគឺគីមសាំងយុកជូប៊ីនគ្មានហេតុផលធ្វើអត្តឃាតឡើយលោកចៅក្រមនេះគឺជាការសន្និដ្ឋានគ្មានមូលដ្ឋានមិនពាក់ព័ន្ធនឹងសំណេរការទេពាក្យជំទាស់ត្រូវបានទទួលសូមកុំធ្វើការសន្និដ្ឋានដោយគ្មានភស្តុតាងក្រុមហ៊ុនអូវុនឬក៏ក្រុមអូវុនជាក្រុមអ ுக ្រិតជនពួកគេបានប្រើអំពើហិង្សាជាប្រព័ន្ធដើម្បីបំផ្លាញភស្តុតាងហើយខ្ញុំមានភស្តុតាងតើខ្ញុំអាចអញ្ជើញសាក្សីនោះចូលមកក្នុងសាលាក្តីបានទេប៉ូលីសស៊ើបអង្កេតដែលស្ទើរតែត្រូវចាប់ពង្រត់និងសម្លាប់ដោយជនមិនស្គាល់អត្តសញ្ញាណចាងឆៃរីមខ្ញុំស្នើសុំឲ្យគាត់ធ្វើជាសាក្សីតើអ្នកបានទទួលវីដេអូពីកន្លែងកើតហេតុដោយផ្ទាល់មែនទេបាទមែនហើយអ្នកណាជាអ្នកប្រគល់ឲ្យគឺកូនប្រុសរបស់លីសាំងថេកដែលស្លាប់នៅកន្លែងកើតហេតុបាទដូច្នោះឥឡូវលីឈិនកាំងនៅណាគាត់ជាសាក្សីសំខាន់ដូច្នេះដើម្បីការពារសុវត្ថិភាពរបស់គាត់យើងកំពុងការពារគាត់នៅកន្លែងមានសុវត្ថិភាពតើសាក្សីអាចឡើងផ្ដល់សក្ខីកម្មនៅក្នុងសាលាក្តីបានទេបាទបានជាក់ជាមិនខានលោកគិតថានឹងធ្វើដូចម្តេចខ្ញុំនៅមិនទាន់ដឹងទេខ្ញុំនឹងរកវិធីចាងឆៃរីមកំពុងលាក់គាត់ខ្ញុំនឹងស៊ើបឲ្យបានលឿនបំផុតលោកព្រះរាជអាជ្ញាទៅសម្រាកសិនទៅគាត់ស្ទើរតែស្លាប់ខ្ញុំបារម្ភហេតុអ្វីលោកជាប់ចិត្តរឿងគីមសាំងយុកខ្លាំងម្ល៉េះកាលពី2ឆ្នាំមុនជូអ៊ុនហេបានធ្វើអត្តឃាតមនុស្សគ្រប់គ្នាគិតថាដោយសារតែករណីគ្រឿងញៀនរបស់គីមសាំងយុកតែការពិតនាងត្រូវបានរំលោភខ្ញុំគ្មានអ្វីអាចធ្វើបានសោះបើលើកនេះខ្ញុំចាញ់វាម្ដងទៀតជីវិតទាំងមូលរបស់ខ្ញុំនឹងគ្មានន័យទេមិនឆ្ងល់ទេថាហេតុអ្វីគាត់មិនតាក់ទងនរណាម្នាក់ហើយលាក់ខ្លួនលោកមិនចង់ដឹងទេឬក៏លោកដឹងរឿងនេះរួចហើយមានរឿងអ្វីនោះជាបណ្ណាល័យខ្ញុំនឹកបងប្រុសហើយបារម្ភខ្លាំងរហូតគេងមិនលក់មួយផ្លែតសោះបើខ្ញុំធ្វើខុសអ្វីខ្ញុំនឹងកែប្រែប៉ារបស់អ្នកជាមនុស្សគួរឲ្យខ្លាចបើគាត់ដឹងថាអ្នកនិងខ្ញុំកំពុងជួបគ្នាប៉ាខ្ញុំអាចនឹងស្លាប់ដូច្នេះអ្នកត្រឡប់ទៅវិញចុះ
សម្រាប់ខ្ញុំកន្លែងស្ងាត់បែបនេះធ្វើឲ្យខ្ញុំមិនស្រួលចិត្តតើពេលនោះមានរឿងអ្វីកើតឡើងលោកប្រធានមកហើយត្រូវសម្រាប់ប៉ុន្មានថ្ងៃសិនប៉ុន្តែបើរោគសញ្ញាធ្លាក់ទឹកចិត្តនៅបន្តវានឹងប៉ះពាល់ដល់សុខភាពខ្ញុំបានព្រមានក្មេងនោះយ៉ាងច្បាស់ហើយថាបើហ៊ានធ្វើឲ្យនាងឈឺចាប់ខ្ញុំនឹងសម្លាប់វាជាការពិតណាស់ខ្ញុំមិនគិតថាលោកចៃក្រមពាក់ព័ន្ធនឹងរឿងនោះទេប៉ុន្តែប្រហែលជាលោកដឹងថាអ្នកសង្ស័យផ្សេងជានរណាហេតុអ្វីស្រាប់តែកាត់ការតាក់ទងបែបនេះបងប្រុសមិនមានរឿងអ្វីកើតឡើងទេមែនទេឆៃរីមកំពុងសង្ស័យហូយ៉ុងដូច្នេះយើងត្រូវចាប់ផ្ដើមស៊ើបអង្កេតឡើងវិញតែមិនមែនពេលនេះទេឥឡូវយើងត្រូវចាប់គីមសាំងអ៊ីនសិនចំណែកឯហូយ៉ុងឥឡូវនៅណាអ៊ុនហ៊ីឈឺមិនមែនជាកំហុសរបស់ខ្ញុំទេខ្ញុំមានសំណូមពរមួយរហូតដល់អ៊ុនហ៊ីជាសះស្បើយខ្ញុំចង់ឲ្យអ្នកនៅក្បែរនាងតែលោកធ្លាប់ប្រាប់ថាមិនឲ្យពួកយើងជួបគ្នាអ្វីដែលអ្នកមិនអាចបដិសេធបាននោះមិនមែនជាសំណូមពរទេតែជាការគំរាមលោកនៅតែជាលោកចៃក្រមដដែលលីសាំងថេកបានស្លាប់ហើយឪពុករបស់ខ្ញុំមិនមែនជាជនបង្កគ្រោះថ្នាក់រត់គេចទេលីសាំងថេកលោកហៅអ្នកជំនួយការមកមែនទេបាទចេញមកព្រឹកនេះជូប៊ីនស្លាប់ហើយមែនទេរឿងនោះខ្ញុំក៏អាចធ្វើបានដែរតើថ្ងៃនេះអ្នកជាអ្នកសម្លាប់អ្នកស៊ើបអង្កេតចាំងឆេរីមឬសាក់សីតើលោកមិនអីទេសាក់សីតើពេលនេះលោកពិបាកនិយាយមែនទេអ្នកស៊ើបអង្កេតចាំងឆេរីមកំពុងសង្ស័យអ្នកសិនជាទៅស្នាក់នៅអាមេរិកមួយរយៈសិនចុះខ្ញុំក៏ត្រូវគេចាប់យកទៅដែរគាត់ឲ្យខ្ញុំទៅជួបអ៊ុនហ៊ីវិញម៉ាក់កូនធ្វើបែបនេះដើម្បីសងសឹកមែនទេមិនមែនទេវាគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យឲ្យប៉ុណ្ណោះបើកូនអាចទទួលការប្រន្ទាទោសតាមច្បាប់បានត្រឹមត្រូវម៉ាក់នឹងឲ្យកូនទៅសារភាពខ្លួនឯងដល់ពេលនេះហើយក្នុងនាមជាចៅក្រមលោកចង់រក្សាគោលការណ៍របស់ខ្លួនឬបើច្បាប់ត្រូវបានអនុវត្តតាមគោលការណ៍ពិតតើគីមសាំងហយបដែលធ្វើឲ្យម៉ាក់ខ្ញុំស្លាប់គួរទទួលទោសបែបណាមនុស្សដែលនៅកន្លែងកើតហេតុគឺជាគាត់នឹងហើយសាក់សីនៅថ្ងៃនោះហេតុអ្វីបានជាលោកនៅទីនោះគាត់ប្រាប់ខ្ញុំថានឹងនាំខ្ញុំនិងប៉ាទៅរស់នៅកម្ពុជាវីដេអូនោះលោកជាអ្នកថតផ្ទាល់មែនទេបាទខ្ញុំជាអ្នកថតផ្ទាល់មេធាវីសូមសួរបន្តចុះតើមានភស្តុតាងអ្វីដែលអាចបញ្ជាក់ថាអតិថិជនរបស់យើងគឺជាជនល្មើសពេលបាញ់កាំភ្លើងមានពន្លឺភ្លើងឆាប់ឡើងហើយអ្នកនិយាយថាអ្នកបានឃើញមុខយ៉ាងច្បាស់លាស់មានមូលដ្ឋានអ្វីពេលនោះប៉ារបស់ខ្ញុំកំពុងត្រូវគេបាញ់ស្លាប់លោកចៅក្រមសុងផានូមកមានការអ្វីខ្ញុំចង់ជួបគាត់យើងកំពុងពិចារណាយ៉ាងសកម្មនិងវិជ្ជមានបន្ទាប់ពីសំណុំរឿងរបស់ក្រុមហ៊ុនអូវុនចប់ខ្ញុំនឹងទទួលបានការអនុម័តពី web លទ្ធផលត្រូវតែចេញមកបែបនេះចំពោះជនជាប់ចោតគីមសាំងហយបត្រូវតែមានសាលក្រមតែសមរម្យសូមធ្វើឲ្យវាคล้ายជាគំរូមួយពួកគេជាក្រុមអ ுக ្រិតជនហើយឥឡូវនេះពួកគេធំពេកហើយបន្ទាប់ពីសវនាការគីមសាំងហយបចប់រដ្ឋាភិបាលយើងនឹងចាប់ផ្ដើមចាត់ការទ្រាំបន្តិចសិនចុះបាទបន្ទាប់ពីសវនាការនេះខ្ញុំត្រូវរងចាំប៉ុន្មានទៀតទើបអាចចូលទៅវិមានប្រធានាធិបតីបាន2ខែនោះស្មើនឹងឲ្យខ្ញុំទៅស្លាប់ហើយអ្នកមានទំនុកចិត្តទេឱកាសមានតែម្ដងគត់បើបរាជ័យយើងទាំងអស់គ្នានឹងស្លាប់បងប្រុសខ្ញុំមិនអីទេខ្ញុំគ្រាន់តែឃើញបងមើលទៅឈឺខ្លាំងទើបខ្ញុំចង់នៅក្បែរបងសូមកុំស្អប់ខ្ញុំពេកអីសុំទោសសាក់សីតើពេលនេះលោកពិបាកនិយាយមែនទេកាលពីម្សិលមិញនៅក្នុងសួនិកាលីឈិនកាងបានផ្ដល់សក្ខីកម្មយើងនៅសល់វិធីចុងក្រោយមួយខ្ញុំនឹងប្រាប់ពេលជួបគ្នាយើងត្រូវទាញលីឈិនកាងឲ្យមកខាងយើងខ្ញុំមានរឿងចង់និយាយជាមួយគាត់សាក់សីពេលនេះលោកនៅណាគាត់នៅខាងក្រៅសូរសង្ហើមរបស់អ្នកជំងឺកូនដែលសម្លាប់សាងយុននៅចិត្តអ៊ឺនហ្វីឥឡូវនេះតើនេះជាចិត្តណាទេអីមានន័យថាម្ដេចគេប្រហែលគិតថាគេអាចគ្រប់គ្រងជីវិតកូនខ្ញុំបានប៉ុន្តែកម្លាំងបែបនោះខ្ញុំក៏មានដែរកូនប្រុសធំរបស់អ្នកគឺគីមសាំងយុនបានរំលោភប្រពន្ធខ្ញុំកាលពី2ឆ្នាំមុនប្រពន្ធខ្ញុំបានធ្វើអត្តឃាតរឿងក្តីត្រូវបានបិទដោយគ្មានការចោទប្រកាន់ខ្ញុំរស់នៅក្នុងនរកហើយហេតុអ្វីបានជាទៅប្រទេសកូនអ្នកប្រហែលជាវាស់វៀងហើយរងចាំសិនអ្នកបានបាត់បង់កូនហើយកូនខ្ញុំបានបាត់បង់ម្ដាយចុងកេនិងអ៊ីវ៉ាន់សូម្បីតែបញ្ជូនគេក៏ត្រូវឲ្យជួបជាមួយឆ្វាងកាំងសូមកុំធ្វើដល់កូន
លោកចៃក្រមបើលោកប្រធានគីមកាវ៉ាន់ព្រមទៅនៅលើផ្លូវវិញពួកយើងនឹងបោះឡោចាប់សាំងយកបានរំលោភស្ត្រីរបស់សុងប៉ាណូខ្ញុំក៏មិនដឹងដែរមិនបានលោកប្រធានសូមស្ងប់សិនលោកប្រធានក៏អាចមានគ្រោះថ្នាក់ដែរខ្ញុំនឹងរកពេលវេលាមួយមិនបានកុំធ្វើបើចង់រស់សូមរត់គេចទៅយល់ហើយដកថយអ្នកជីឆ្វាងកាំងមែនទេខ្ញុំជាអ៊ូគីយ៉នតាមការបញ្ជារបស់ហ្គាន់វ៉ាន់ដើម្បីជួបឆ្វាងកាំងហើយបង្កប់ឲ្យលួចរថយន្តនោះជាការបញ្ជារបស់ជូមីយ៉នពួកបេយូផាហើយអ្នកដែលស្នើសុំគឺខ្ញុំចុះខ្ញុំទទួលការស្នើសុំពីអ្នកណាវិញអ្នកណាសុងប៉ាណូខ្ញុំសុងប៉ាណូសូមជួបខ្លីសុងប៉ាណូអ្នកស៊ើបអង្កេតកាំងសូយ៉ង់ចាំចែរីនពួកគេជាក្រុមតែមួយអ្នកអាចទុកចិត្តពួកគេបានទេសូមកុំបឺបហងនេះអ្នកធ្វើអ្វីមកពីឯកសារខ្ញុំក្នុងការសក្ខីពីរដ្ឋប្រវេណីដ៏សំខាន់អាចស្ថិតក្នុងការដោះស្រាយរបស់ព្រះរាជអាជ្ញាដែរឬនេះជាការពិតទេអ្នកដែលចង្អុលតើចាំយ៉ងសានៅខាងណាកូននេះខ្ញុំនឹងការពារខ្លួនឯងលោកចាំយ៉ងសាអ្នកកំពុងព្យាយាមប្រើប្រាស់ខ្ញុំទេនៅទីបំផុតក៏ធ្លាក់ខ្ញុំទទួលសម្ពាធដោយសារលទ្ធផលនៃការបញ្ចប់ហើយក្នុងពេលជាមួយគ្នាខ្ញុំនឹងចូលវិមានប្រធានាធិបតីអ្វីដែលពួកយើងចង់បានគឺចៅក្រមមិនចុះចាញ់នឹងការគំរាមខាងក្រៅហើយជាអ្នកកំណត់គោលការណ៍ត្រឹមត្រូវប្រហែលអ្នកមិនដឹងថាក្រុមមីវ៉ាន់មានកម្លាំងប៉ុណ្ណាទេអគ្គលេខាធិការដឹងពីការជួបគ្នារបស់ពួកពីរនាក់យ៉ាងណាក៏ដោយខ្ញុំយល់ច្បាស់ពីចេតនារបស់លោកចៅក្រមយល់ហើយរហូតដល់ថ្ងៃអ្នកស្លាប់ខ្ញុំអាចឲ្យអ្នកធ្វើអ្វីដែលចង់ធ្វើទាំងអស់ចៅក្រមសុងប៉ាណូជន់ល្មើសពិតក្នុងរឿងហេងសមែនទេតើអ្នកអាចឲ្យទុនកម្មស្មើនឹងបទល្មើសបានទេនោះជារឿងដែលខ្ញុំត្រូវធ្វើស្រាប់ការបន្ទាប់កំពុងដំណើរការថាមនុស្សនោះជាគីមសាំងយ៉កពិតជាមិនប្រាកដទេប្អូនស្រីឆ្វាងអាបានស្លាប់ដោយការផ្ទុះហ៊ូស្មាននៅពេលនោះមនុស្សវវ័នបានប្រាប់ថាជាការបញ្ជារបស់ក្រុមរឿងនោះមាននរណាម្នាក់និយាយច្រើនជាងគេទេតើជាឆ្វាងចែរីមតម្រួតទេបាទហើយមាននរណាទៀតទេអ្នកស៊ើបអង្កេតកាំងសូយ៉ង់ចៃក្រមដកគោរពពួកពីរអ្នកនោះអស់រយៈពេល10ថ្ងៃដែលត្រូវបិទខ្លួនបានបោកបញ្ឆោតសក្ខីឆ្វាងកាំងតម្រួតនឹងព្រះរាជអាជ្ញាដែលស្អប់ក្រុមវវ័នកំពុងរៀបចំស្ថានភាពคล้ายសូមបញ្ចប់យើងនឹងបិទធនាគារការប្រកាសសាលក្រុមនឹងធ្វើឡើង3ថ្ងៃទៀតកាលពី2ឆ្នាំមុនឆ្នាំ2022កូនប្រុសធំរបស់លោកគីមសាំងយ៉កនៅពេលធ្វើការស្ម័គ្រចិត្តថ្ងៃនោះប៉ាណូអ៊ីនហើយសាំងយ៉កបានបង្ខំជូអេឲ្យបញ្ចូលថ្នាំញៀនដោយបង្ខំហើយក៏មានការរំលោភផងដែរនោះហើយជាអ្វីដែលបានកើតឡើងចាំចៃរីមតម្រួតដែលទទួលខុសត្រូវពេលនោះបានធ្វើការស៊ើបអង្កេតគេនឹងចាញ់ទៀតហើយហេតុអ្វីបានជាពិភពលោកវិលទៅបែបនេះមិនអាចបញ្ចប់បែបនេះបានទេនៅមានអ្វីដែលអាចធ្វើបានទៀតទំនាក់ទំនងជូមីយ៉នខ្ញុំគិតថាអាចលាក់បាំងបានដល់ចុងរឿងដែលគួរតែបញ្ចប់ដោយតែប៉ះពាល់មួយត្រូវដោះស្រាយដល់ចុងខ្លួនម្ដាយចង់និយាយអ្វីចាំសអ្វីបើខ្ញុំរកជូមីយ៉នលោកប្រធានទោះគ្មានការអនុញ្ញាតខ្ញុំក៏នឹងសម្លាប់អ្នកតម្រួតចាំមានរឿងអ្វីឥឡូវអ្នកជាសក្ខីអ្វីដែលចង់និយាយគឺថារឿងគ្រោះថ្នាក់ហូយ៉ងមិនមែនជាអស្មាតទេជាការសងសឹកឲ្យម្ដាយគឺជាបទឧក្រិដ្ឋដែលរៀបចំអស់10ថ្ងៃមិនទំនងទេសក្ខីណាយើងបានដណ្ដើមយកផាសទតាំងទាំងអស់វាមិនមែនគ្រោះថ្នាក់ចរាចរណ៍ធម្មតាគឺជាបទឧក្រិដ្ឋហើយនឹងត្រូវវិនិច្ឆ័យប៉ុន្តែបើគីមសាំងយ៉កទទួលទណ្ឌកម្មស្មើនឹងបទល្មើសខ្ញុំនឹងលាក់ចិត្តរឿងរបស់ជូអេដែលខ្ញុំដឹងត្រូវឆ្លើយថ្ងៃនេះទេបាទសូមឆ្លើយថ្ងៃនេះផ្ដល់បារេមួយបានទេខ្ញុំសូមតែមួយនិយាយពិតលោកប្រធានគីមកាំងវ៉ាន់នឹងមិនទុកខ្ញុំនឹងហូយ៉ងស្ងាត់ទេគ្មាននរណាម្នាក់នៅលើពិភពលោកនេះអាចការពារពីដៃគីមកាំងវ៉ាន់បានទេដោយគ្មាននរណាដឹងវិធីដើម្បីគេចចេញអ្នកដឹងទេបាទខ្ញុំអាចជួយបានគិតចាប់ពីថ្ងៃនេះកុំអោយជួបគ្នាទៀតក៏ល្អលោកប្រធាននឹងធ្វើបែបណាការធ្វើចេតនាហេតុអ្វីខ្ញុំសម្លាប់គីមសាំងយុនខ្ញុំចង់ប្រគល់ជីវិតដែលដូចស្លាប់ជីវិតនោះជាអំណោយទៅលោកប្រធានគីមកាវ៉ាន់ក្រុមវវ័នថ្មប្រឹងចាំចៃរីមជាមិត្តស្រីទីរ៉បហូយ៉ងដែលទៅចិត្តទីរ៉បជាមុនបានមករករកភ្លាមនៅរដូវស្លឹកឈើជ្រុះឆ្នាំមុននិយាយថាសុំតែមួយបានឲ្យទីរ៉ប5សែនវ៉ាន់ស្ទាបអង្អែលគ្រប់ចលនារបស់គីមសាំងយុនឲ្យដឹងឲ្យច្បាស់ទាំងអស់រថយន្តកង់2មកពេលណាប្រហែលនឹងផ្ញើមកព្រឹកថ្ងៃកំណើតកុំប៉ះពាល់បងប្រុសខ្ញុំគេជាមនុស្សគួរខ្លាចថែមទាំងបញ្ជូនប្រពន្ធចេញទៀតថ្ងៃកំណើតគេ
ឲ្យខ្លុំមើលឲ្យបានល្អឥតខ្ចោះទីរ៉បប្រាប់ខ្ញុំឲ្យទៅផ្ទះរងចាំទីរ៉បនិយាយថានឹងអាចរកបានប្រាក់ច្រើនហើយទីរ៉បក៏បានលេចមុខបែបនោះខ្ញុំនឹងសងសឹកឲ្យរៀបចំអស់ជាង6 ខែថ្ងៃដែលកំណត់ប្រព្រឹត្តបទឧក្រិដ្ឋបានត្រឹមត្រូវមានរឿងអ្វីយ៉ាងណាក៏ដោយខ្ញុំចង់បានគ្រាន់តែជួយហូយ៉ងឲ្យរស់តម្រួតចាំការគំរាមបែបនេះគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខ្ញុំត្រូវបិទខ្លួនរហូតរករបៀបដោះស្រាយពេលញ៉ាំបាយទុកទូរស័ព្ទសិនញ៉ាំបាយអាចប្រើទូរស័ព្ទផងបានដែរសូមទោសរយៈពេលកន្លងមកទោះសាងយន្តលេងនៅលើពិភពលោកនេះខ្ញុំបានធ្វើឲ្យអ្នកនិងអ៊ឺនហ្វីទទួលរងការឈឺចាប់មានរឿងអ្វីអ្នករំរឿបជួអេស្ត្រីម្នាក់នោះទេមនុស្សម្នាក់អាចធ្វើពុតល្អបានតែប៉ុន្មានខ្ញុំគិតថាប៉ាបានផ្លាស់ប្ដូរប៉ុន្តែឈាមនោះតែងតែទៅខ្ញុំចូលខ្លាយជាស្ដេចនៃពិភពលោកចូលខ្លាយជាស្ដេចមានអំណាចអស្ចារ្យហើយមូលហេតុតែមួយដែរអ្នករស់រៀនបានគឺឈាមនោះហើយព្រោះជាកូនទើបទុកឲ្យរស់លីថាបានជួបតម្រួតចាំចែរីមនិយាយរឿងអ្វីខ្លះបើពេលនោះបានទៅប្រគល់ខ្លួនតើនឹងដួលរំដោលម្ល៉េះទេចៅក្រមមានកេរ្តិ៍ឈ្មោះខ្ញុំមិនចង់បោះបង់វាចោលទេហេតុអ្វីមិនរករបៀបឲ្យខ្ញុំរស់ពេលនោះបើត្រួតពិនិត្យរថយន្តបានត្រឹមត្រូវដល់ម្លឹងនឹងមិនបានកើតឡើងទេចុះវ៉ាន់ចែគឺសុងហូយ៉ងកូនប្រុសសៅក្រមគ្រោះថ្នាក់ចរាចរណ៍ជាតិណាលាក់ហើយនឹងលាក់បានទេកូនប្រុសអ្នកនៅតំបន់ខ្ញុំបានជួបក្មេងជំទង់ម្នាក់លីថាកំពុងរកកាំភ្លើងនិងរៀបចំធ្វើអ្វីទៀតហើយគេបានរកបានទេខ្ញុំជានរណាខ្ញុំបានរារាំងមិនឲ្យរកបានសូមធ្វើឲ្យបានល្អលោកចៅក្រមចូលជួបគ្នានៅអគារផ្ទាល់ចំណុចខៀវឃើញមានមនុស្សប្រុសលទ្ធផលសវនិកាហាក់ដូចជាមនុស្សមានជំនឿព្រោះហាក់គ្រោះថ្នាក់ដោះស្រាយចោលចោះ6 ខែក្រុងការឲ្យប្រព្រឹត្តជាក្រុមការសម្លាប់មនុស្សមិនទំនងព្រោះនៅក្មេងទៀតហេតុអ្វីបន្ទាន់ម្ល៉េះមានវិធីដើម្បីបំបែកលោកប្រធានគីមកាំងវ៉ាន់និងក្រុមវ៉វ៉ាន់ភ្លាមបន្ទាប់ពីសវនាការលក្ខខណ្ឌគឺខ្ញុំចូលវិមានប្រធានាធិបតីតម្រួតចាំចែរីមហាក់ដូចជាបានជួបចៅក្រមសុងប៉ាណូបន្ទាប់ពីម៉ោង 9:28 នាទីយប់សញ្ញាត្រូវបានបាត់អូខ្ញុំគួរតែទៅជាមួយពេលនោះមានរឿងអ្វីចង់ជួបអ្នកស៊ើបអង្កេតក្តីដើម្បីនិយាយរឿងអ្វីខ្ញុំគិតនឹងប្រកាសសាលក្រមស្រាលមិនដឹងថាអ្នកស៊ើបអង្កេតកាំងដឹងទេប៉ាត្រូវបង្ខំពីក្រុមវ៉វ៉ាន់ខ្លាំងណាស់ចង់ធ្វើបែបណាខ្ញុំនឹងប្រកាសសាលក្រមស្រាលហើយចូលជាទីប្រឹក្សាការទូតវិមានប្រធានាធិបតីខ្ញុំនឹងស្នើឯកសារតាក់ទងការស៊ើបអង្កេតក្រុមវ៉វ៉ាន់ឯកសារទាំងនោះយប់នេះខ្ញុំនឹងបញ្ជូនទៅវិមានប្រធានាធិបតីទំនាក់ទំនងចាំចែរីមម៉ៅមិនទៅវីហូយ៉ងជាជនល្មើសហើយថាវាជាគ្រោះថ្នាក់ចេតនាយើងមានផែនតាងអ្នកត្រូវដោះស្រាយបកមូនសាក់ខ្ញុំជាមនុស្សរបស់ប្រធានអគ្គលេខាធិការត្រូវបញ្ជូនមករកឯកសារប៉ុន្តែខ្ញុំអាចទុកចិត្តអ្នកបែបណាត្រូវហើយទំនាក់ទំនងមិនបានស្វែងរកសម្លេងអូឥឡូវកំពុងប្រជុំជារឿងពាក់ព័ន្ធជីវិតចុះទុកវាចោលនៅពេលទទួលបានឯកសារសូមទូរស័ព្ទមកខ្ញុំដំណើរការដល់ណាហើយខ្ញុំនឹងប្រកាសសាលក្រមស្រាលកុំធ្វើអ្វីទាំងអស់ឯកសារដែលផ្ញើមកខ្ញុំបានពិនិត្យហើយល្អប៉ុន្តែខ្វះដើម្បីស្នើឯកសារស្ដីពីប្រពន្ធកាំងវ៉ាន់ផងដែរឯកសារនោះខ្ញុំនឹងផ្ញើមុនពេលភ្លឺលុះត្រាតែបញ្ជាក់ថាអាចចូលវិមានប្រធានាធិបតីបានខ្ញុំនឹងប្រកាសសាលក្រមស្រាលដល់គីមសាងយកចូលជួបគ្នាត្រូវការអ្វីហាមមកចាត់រថយន្តទីនេះអស់សំណើចមិនបានប្រគល់កាំភ្លើងទេជាការពិតអូដឹងបានយ៉ាងម៉េចមានទីប្រឹក្សាការទូតផ្សេងទៀតជាបេក្ខជនពីខាងនោះបានផ្ញើរូបថតទាំងនោះខ្ញុំបានឃើញអគ្គលេខាធិការវិមានប្រធានាធិបតីមិនបានបង្ហាញរូបថតអ្វីទេរូបថតទាំងនោះពួកយើងបានផ្ញើនេះប្រហែលជាឱកាសចុងក្រោយត្រូវធ្វើបែបណាទើបរឿងនេះអាចបញ្ចប់អ្នកគិតថាដោយសារខ្ញុំទើបមកដល់ត្រង់នេះ
កូនតាំងពីដើមមានចិត្តណាទៅប្រគល់ខ្លួនខ្ញុំហើយដែលដណ្ដើមយករកខ្ញុំស្លាប់ក៏បានសូមសន្យាថានឹងប្រទានជីវិតកូនឲ្យវាជារឿងដែលអ្នកជ្រើសរើសផ្ទាល់ខ្ញុំខុសហើយអូយខ្ញុំខុសហើយការស្នើទោសរបស់ព្រះរាជអាជ្ញាចាប់ផ្ដើមខ្ញុំស្នើទោសចៅក្រមគីមសាងយកទោសខ្ពស់បំផុតតែច្បាប់អនុញ្ញាតអូយអូប៉ុន្តែផេសដូតាំងទាំងនោះគ្មានផេសដូតាំងគ្រប់គ្រាន់ដើម្បីចាត់ទុកគីមសាងយកជាជនល្មើសការដែលចុងចោតប្រព្រឹត្តបទឧក្រិដ្ឋដ៏ឃោរឃៅបែបនេះជាការពិបាកទទួលយកតាក់ទងនឹងព្រឹត្តិការណ៍បាញ់ប្រហារសម្ដីសាក្ខីភ្នែករស់ផ្ទុយនឹងផេសដូតាំងជាក់ស្ដែងនិងសម្ដីជនរងគ្រោះផ្សេងទៀតចំណោះការចោទប្រកាន់ពិបាកបញ្ជាក់រឿងក្តីលេខ2024ផេសដូតាំងដែលព្រះរាជអាជ្ញាបានដាក់បង្ហាញមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពើល្មើសដែលចោទប្រកាន់ចុងចោតគីមសាងយកត្រូវបានលើកលែងទោសលោកចៃក្រមតម្រួតចាំចៃរីមស្លាប់ហើយលោកដឹងទេសម្រាប់ការដោយយុត្តិធម៌និងការការពារយើងដល់ទីបញ្ចប់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមមេធាវីគីមសាំងយុនអ្នកបានសម្លាប់គេដោយចេតនាខ្ញុំដឹងអស់ហើយអាចដែរទេដើម្បីទៅផ្ទះមិត្តប្រុសដោយសារអំពើដែលអ្នកបានធ្វើមនុស្សប៉ុន្មានអ្នកហើយដែលបានស្លាប់មិនមែនបងប្រុសយប់នេះយើងនឹងញ៉ាំបាយជាមួយគ្នាដើម្បីស្វែងយល់ថារឿងរ៉ាវទាំងអស់នេះចាប់ផ្ដើមពីណាយើងបានព្រមព្រៀងគ្នាថានឹងញ៉ាំបាយជាមួយបងប្រុសក៏ទៅដែរឬបាទនោះជាការសម្លាប់ដោយមានគម្រោងជាមុនតើក្មេងម្នាក់នោះគ្រោងទុកឆ្ងាយប៉ុណ្ណាហើយអូអ្នកចង់សងសឹកមែនទេដោយសារអំពើដែលអ្នកបានធ្វើមនុស្សប៉ុន្មានអ្នកហើយដែលបានស្លាប់មិនមែននេះមិនមែនជាគ្រោះថ្នាក់ដោយចៃដន្យទេប៉ុន្តែជាការសម្លាប់ដោយមានគម្រោងទុកជនដែលធ្លាប់រៀនជាមួយគ្នានោះគឺឈ្មោះទីរាវីកាលពីមុនសុងផូណាបានបាញ់គាត់ដោយកាំភ្លើងកូនប្រុសច្បងរបស់ក្រុមហ៊ុនអូវ៉ាន់លោកគីមសាំងយកត្រូវបានសម្រេចថាឆ្លាស់នៅក្នុងការដំបូងបទចោទប្រកាន់ទាំងអស់ក្នុងរឿងនេះគ្មានភស្តុតាងបញ្ជាក់ថាជាបទឧក្រិដ្ឋចាប់ពី6 ខែមុនកើតហេតុពួកគេបានរៀបចំទុករួចហើយជនឈ្មោះទីរ៉ាប់និងស្ត្រីម្នាក់ឈ្មោះមីរ៉ាំបានតាមគ្រប់គ្រងជុំវិញសាំងយុនហើយដឹងថាគាត់នឹងទទួលបានរថយន្តជាអំណោយខួបកំណើតតែផ្ដល់យោបល់ទេមិនទេទុកវាចោលខ្ញុំនឹងទៅផ្លាស់សម្លៀកបំពាក់ជាមុនអង្គុយរងចាំនៅទីនេះមួយផ្លែតខ្ញុំមិនដែលគិតថាវានឹងអាចកើតឡើងថាកូនខ្ញុំនឹងត្រូវបានសម្លាប់ដោយចេតនាឥឡូវនេះគាត់នៅជាមួយកូនស្រីខ្ញុំតើគាត់ចង់បានអ្វីខ្ញុំនឹងទៅជួសជុលខ្លួនឯងខ្ញុំគ្រោងនឹងសម្លាប់អ្នកហើយបញ្ចប់គ្រប់រឿងទាំងអស់ប៉ុន្តែចម្លើយមិនមែននោះទេឈ្មោះហូយ៉ុងមែនទេសួស្ដីខ្ញុំសំនឹសអែនហ៊ីរបស់យើងអរគុណដែលបានថែរក្សាគាត់យ៉ាងល្អអ្នកណាអ្នកជានរណាមកធ្វើអ្វីទីនេះបងប្រុសធំរបស់ខ្ញុំអូអ្នកនេះជាមិត្តប្រុសដែលអែនហ៊ីនិយាយប្រាប់ពីមុនបាទរីករាយណាស់ប៉ុន្តែតើយើងធ្លាប់ជួបគ្នាពីមុនទេមិនប្រាកដទេតោះឆាប់ទៅកុំតានតឹងមានស្រួលខ្លួនហើយចូលទៅខាងលើផងបើអ្នកនៅតែចេញខ្ញុំក៏នឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានអ្នកបានសន្យាថានឹងលើកលែងជីវិតកូនសូមយ៉ាងហោចណាស់ដើម្បីកូនការប្រឆាំងនឹងការទុកខ្ញុំសម្រេចចិត្តខ្លួនឯងអ្នកបើសាំងយុនក៏មានវត្តមាននៅទីនេះល្អប៉ុណ្ណានឹងអ្នកខំប្រឹងប្រែងច្រើនណាស់អ្វីទៅជាខំប្រឹងមិនទាន់ម្លេះប៉ុន្តែខ្ញុំជាមនុស្សល្អគ្រប់គ្រាន់ដើម្បីត្រូវបានអញ្ជើញញ៉ាំបាយពេលល្ងាចហើយអញហ៊ីល្អទេអ្នកមិនថប់ចិត្តទេនិយាយក៏យឺតធ្វើអ្វីក៏យឺតដែរក្នុងចំណោមមនុស្សដែលខ្ញុំធ្លាប់ជួបគាត់ល្អបំផុត
ចូលចិត្តគ្នាប៉ុណ្ណាមានរឿងអ្វី2ឆ្នាំមុនកូនប្រុសច្បងរបស់ក្រុមហ៊ុន O1 គឺគីមសាំងយ៉កត្រូវបានប៉ូលីសសួរចម្លើយក្នុងបទចោទរំលោភពីមុនសំណួរនោះជាបញ្ហាដែលធ្វើឲ្យបុរសខ្លាចបំផុតតើអ្នកពិតជាមិនដែលឃើញគាត់ទេប្រហែល2ឆ្នាំ3ខែមុនខ្ញុំបានឃើញនៅ O1 នៅខាងមុខស្ថានីយ៍ប៉ូលីសក្នុងករណីរំលោភខ្ញុំបានឃើញគាត់កំពុងចេញពីការសួរចម្លើយមនុស្សនេះគឺមិនធម្មតាទេជនរងគ្រោះគឺជាម្ដាយរបស់សុងហូយ៉ុងជាមនុស្សដ៏ល្អហើយសុងហូយ៉ុងដែលពោពេញដោយកំហឹងបានសម្លាប់កូនប្រុសពិតរបស់អ្នកគីមសាំងយុនដោយខ្លែងធ្វើជាគ្រោះថ្នាក់ចរាចរណ៍ឥឡូវគាត់នៅជាមួយកូនស្រីអ្នកឬជនរងគ្រោះជាស្ត្រីឈ្មោះโจអ៊ឺនរឿងត្រូវបានបិទដោយមិនមានបទចោទមួយខែក្រោយគាត់បានធ្វើអត្តឃាតនោះគឺជាម្ដាយរបស់ខ្ញុំឈប់និយាយមនុស្សដែលទទួលរងការខូចខាតដោយពួកអ្នកត្រូវរស់នៅក្នុងនរកអ្នកធ្លាប់ស្រមៃអំពីរឿងនោះខ្លះទេចេញពីផ្ទះខ្ញុំបងប្រុសកុំព្រះឲ្យត្រជាក់ណាស់ខ្ញុំពិតជាមិនដែលចាំអ្វីទាំងអស់តើធ្វើម្ដេចអ្នកភ្លេចបានចុះធ្វើម្ដេចអ្នកអាចភ្លេចរឿងនោះបានបងប្រុសកុំធ្វើរឿងដែលអ្នកនឹងក្រៀមចិត្តទម្លាក់កាំភ្លើងចោលគ្មានកន្លែងណាឲ្យទៅទៀតហើយម្ដាយរបស់ខ្ញុំគឺប្រសើរជាងពួកអ្នកដូចអ្នករាល់គ្នា100នាក់200នាក់ច្រើនជាងនោះទៅទៀតកុំធ្វើបងស្រីកុំឈប់កូនស្ថិតនៅក្នុងនោះសូមតែកូនសុំទោសគោយ៉ាងការដែលយើងស្រឡាញ់គ្នាមិនមែនជាបាបទេល្អហើយឥឡូវគ្រប់គ្រាន់ហើយឥឡូវគ្រប់អ្វីល្អហើយអីអូអូហេតុអ្វីវាមិនដំណើរការហូយ៉ុងជនល្មើសកំពុងត្រូវបានប៉ូលីសសួរចម្លើយនៅស្ថានីយ៍ការតាមដានពួកគេគឺជាការងាររបស់ខ្ញុំគាត់បានដកកាំភ្លើងចេញហើយបើកការដែលពួកអ្នកបានបង្កឡើងទោះ10ឆ្នាំឬ100ឆ្នាំក្រោយពួកអ្នកនឹងទទួលផលដោយចាំបាច់ជននោះដែលលក់កាំភ្លើងឲ្យសុងហូយ៉ុងតើមិនគួរចាប់ខ្លួនទេចំពោះសុងហូយ៉ុងគាត់កំពុងសារភាពថាបានលក់កាំភ្លើងឲ្យអ្នកសម្លាប់គាត់ងាយស្រួលណាស់ការជឿចាប់នឹងខ្លាំងជាងនោះនៅពេលការស៊ើបអង្កេតរបស់ចាន់ហ្គោបញ្ចប់ចូលយកមូនអ៊ីទៅស្វីសយើងគ្មានអ្វីនៅទំនេរទៀតហើយបងប្រុសហូយ៉ុងហេតុអ្វីគាត់ធ្វើបែបនោះចំពោះសាំងយុនបងប្រុសហូយ៉ុងបានស្លាប់ហើយបងស្រីគាត់បានទិញកាំភ្លើងពីគុនអូចោហើយអ្នកអាចដឹងថានរណាជាអ្នកសម្លាប់ឈប់រឿងសំខាន់គឺតើធ្វើម្ដេចបានដល់ស្ថានភាពនេះខ្ញុំគិតថាបើខ្ញុំអាចការពារហូយ៉ុងខ្ញុំអាចធ្វើអ្វីក៏បានដែរប៉ុន្តែឥឡូវហូយ៉ុងបានស្លាប់ហើយប៉ារហូតដល់ទាំងអស់គ្នាភ្លេចរឿងទាំងអស់ចូលសម្រាកស្ងៀមហើយចាក់ចេញទៅសុំទោសទាំងអស់នេះគឺជាកំហុសរបស់ប៉ាបើលោកបានឃើញនៅទីកន្លែងហេតុការណ៍សូមមេត្តាផ្ដល់សក្ខីកម្មចំពោះស្ថានភាពនោះយើងនឹងឆ្លើយតបជាលិលាក់អក្សរលោកហេតុអ្វីមិនបានទៅកន្លែងដាក់ផេះបើធ្វើបែបនេះវាហាក់ដូចជាបងប្រុសបាត់ទៅទាំងអស់នេះគឺជាកំហុសរបស់ខ្ញុំឥឡូវទៅបានហើយសុំទោសលោកអ្នកមិនមានកំហុសអ្វីទាំងអស់ខ្ញុំគិតថាខ្ញុំមានសិទ្ធិវាស់ទម្ងន់នៃបទបាបរបស់មនុស្សហើយផ្តន្ទាទោសឲ្យត្រូវនឹងទម្ងន់នោះខ្ញុំគិតថាខ្ញុំមានសិទ្ធិធ្វើបែបនោះវាជាការគិតដ៏ក្រអឺតក្រទមយ៉ាងណាក៏ដោយការកំហុសរបស់មនុស្សគ្រប់រូបភាពនឹងនាំឲ្យទទួលទណ្ឌកម្មដ៏សមស្របបទបាបដែលខ្ញុំបានបំបាំងពីដើមមកក៏គ្មានប្រយោជន៍អ្វីទេនោះហើយខ្ញុំទទួលផលនៃបទបាបដែរដ៏គួរឲ្យខ្លាចជាងមុននិងជាទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាងមុនបើស្គាល់កំហុស
ហើយប្រែចិត្តតើអាចគេចផុតពីទណ្ឌកម្មបានទេខ្ញុំបានធ្វើកំហុសច្រើនណាស់ទណ្ឌកម្មត្រូវទទួលតាមលំដាប់អ្នកដែលត្រូវទទួលទណ្ឌកម្មមុនមិនមែនអ្នកទេគឺគីមគៀងវ៉ាន់កុំប្រើពាក្យសម្រួលចិត្តខ្លួនឯងដោយងាយហើយព្យាយាមធ្វើដូចជាអាចបន្ថយបន្ទុកធ្ងន់នោះបានយើងនឹងជួបគ្នាម្ដងទៀតក្នុងពេលឆាប់តែហ៊ានប៉ះពាល់ប៉ារបស់ខ្ញុំជារឿងអ្នកស៊ើបចោតត្រូវប្រយុទ្ធដោយប្រើអំណាចលើច្បាប់ហាក់ដូចជាខ្សោយពេកហើយខ្ញុំមិនជឿទៅលើវាទៀតហើយខ្ញុំគិតថាត្រូវជួបម្ដងតែអេនហ៊ីគ្មានកំហុសអ្វីទាំងអស់តើរឿងនៅមិនទាន់បញ្ចប់ទេតើអ្នកគ្រងនឹងសងសឹកមិនមែនសងសឹកប៉ុន្តែប្រែចិត្តអ្នកនិងខ្ញុំទាំងពីរត្រូវប្រែចិត្តខ្ញុំគិតថាខ្ញុំអាចវិនិច្ឆ័យស្ថានភាពដ៏គួរឲ្យខ្លាចនេះហើយគិតថាខ្ញុំជាមនុស្សអាចធ្វើបែបនោះខ្ញុំបានគិតពិចារណាអត់រាប់ប្រហែលនេះជាវិធីដ៏ប្រាកដបំផុតដើម្បីឲ្យយើងទទួលស្គាល់នៅបទបាបរបស់យើងផ្ទាល់